សូមជម្រាបសួរពុកម៉ែបងប្អូនជាទីគោរពថ្ងៃនេះខ្ញុំសូមលើកយករឿងរ៉ាវចម្លែកព្រឺព្រួយមួយទៀតហើយមកចែករំលែកជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តនៅគ្រាដែលអំពាន់អ៊ំឈួននិងបងសាន់ដឹកគោយកទៅលក់ឲ្យឈ្មួញនៅទីរួមខេត្តបងប៉ាន់គាត់ត្រូវបរឡានត្រឡប់ទៅភូមិរបស់គាត់វិញតែម្នាក់ឯងដោយបងប្អូនបានជ្រាបរួចហើយនៅតាមផ្លូវដែលគាត់ទៅរកទិញគោនោះពួកគាត់បានបរឡានឆ្លងកាត់ភូមិជាច្រើនហើយភូមិនីមួយៗក៏មិនស្ថិតនៅជាប់គ្នាដែរមែនទែនទៅក៏មានភូមិខ្លះស្ថិតនៅជាប់គ្នាដែរតែភាគច្រើនមិនជាប់គ្នានោះទេគឺចម្ងាយពីភូមិមួយទៅភូមិមួយពេលខ្លះ1 គីឡូដីហើយភូមិខ្លះមានរហូតដល់ទៅ4-10 គីឡូដីអីក៏មានដែរនៅតាមផ្លូវត្រឡប់មកវិញនោះបងប៉ាន់គាត់បរមិនបង្ខំនោះទេរបៀបថាបរដល់ណាគាត់នឹងដេកនៅទីនោះនិយាយរួមទៅគាត់បរដោយពេលដែលគាត់មានគ្នាយ៉ាងអញ្ចឹងណាមួយផ្លូវក៏មិនអំណោយផលឲ្យគាត់បរលឿនផងដែរក៏ប៉ុន្តែទោះបីជាគាត់បរមិនបង្ខំយ៉ាងណាក៏ដោយឡានរបស់គាត់ក៏នៅតែនាំទុកដល់គាត់ដែរគឺពេលនោះឡានរបស់គាត់បានធ្លាយកង់គាត់មានកង់សកួរដែលអាចបដូរបានដែរតែគ្មានប្រដាប់ដោយគ្រប់គ្រាន់គាត់ត្រូវការកម្លាំងជំនួយដើម្បីដោយកង់ឡានឡើងទើបគាត់អាចធ្វើការផ្លាស់ប្ដូរកង់ឡានបានគាត់ដើរចូលទៅក្នុងភូមិដើម្បីសុំកម្លាំងជំនួយពីអ្នកភូមិអាចថាសំណាងដែរទីតាំងដែលគាត់ធ្លាយកង់ឡាននោះនៅក្បែរភូមិគឺប្រហែលជា1 គីឡូដីអីនោះឯងពីភូមិរបស់អ្នកស្រុកដោយសារតែពេលនោះថ្ងៃរៀបលិចបាត់ទៅហើយគាត់ក៏សម្រេចចិត្តស្ពាយអីវ៉ាន់សំខាន់មួយចំនួនចូលទៅក្នុងភូមិដោយទុកឡានចោលនៅក្នុងព្រៃព្រោះអីបើរកអ្នកភូមិមកជួយទាំងយប់ក៏ពិបាកដែរព្រោះហើយគាត់ក៏សម្រេចចិត្តទៅសុំផ្ទះអ្នកស្រុកដេកមួយយប់ចាំព្រឹកឡើងសុំគាត់រកអ្នកភូមិឲ្យមកជួយដោយកង់ឡានរបស់គាត់អីចឹងទៅមិនដឹងថាជាសួយឬក៏ជាសំណាងនោះទេសម្រាប់បងប៉ាន់ត្បិតអីពេលដែលគាត់ដើរចូលទៅក្នុងភូមិនោះគាត់បានទៅសុំផ្ទះអ្នកស្រុកមួយដែលកាលពីដំបូងឡើយគាត់ឃើញបរិសម្នាក់ស្ត្រីម្នាក់និងកូនប្រុសរបស់ពួកគេម្នាក់ពួកគេកំពុងតែអង្គុយបកសម្បកពោតក្រៀមឃើញឱកាសល្អបែបនោះបងប៉ាន់ក៏ដើរចូលទៅខាងក្នុងរបងផ្ទះរបស់ពួកគេត្បិតអីផ្ទះរបស់ពួកគេមានរបងហ៊ុមព័ទ្ធដែរតែមិនមានទ្វារបិទជិតនោះទេគាត់ដើរចូលទៅទាំងខោអាវប្រឡាក់ដោយធូលីព្រមទាំងមានស្ពាយអីវ៉ាន់មួយកំណាត់បាវទៀតផងខណៈនោះឆ្កែរបស់ពួកគាត់ក៏ព្រោះហើយរត់មកស្វាគមន៍បងប៉ាន់តែភ្លាមនោះម្ចាស់ផ្ទះបានស្រែកឃាត់ឆ្កែរបស់ពួកគាត់ទាំង3នាក់ក៏ងាកមកមើលបងប៉ាន់ប្រកបដោយខ្សែភ្នែកមានចម្ងល់ត្បិតពួកគាត់មិនដែលស្គាល់បងប៉ាន់នោះទេដល់ឡែកបងប៉ាន់វិញពេលដែលឃើញពួកគាត់ងាកមកមើលខ្លួនដូច្នោះគាត់ក៏លើកដៃជម្រាបសួរទៅកាន់ពួកគាត់ចំណែកឯអ្នកទាំង3វិញពួកគាត់ក៏ស្វាគមន៍បងប៉ាន់វិញដែរដល់ពេលនោះម៉ែរបស់ក្មេងប្រុសនោះក៏និយាយថាអង្គុយខិតមកខាងនេះបន្តិចមកអូនទុកជើងម៉ែឲ្យបងឯងអង្គុយផងបន្ទាប់មកប្រុសជាប្តីក៏សួរថាមកពីណាដែរលោកប្អូនបងប៉ាន់ក៏និយាយថានេះខ្ញុំបរឡានកាត់ភូមិនេះតែវាសួយអីឡានរបស់ខ្ញុំវាធ្លាយកង់ខ្ញុំឃើញភូមិនៅជិតនេះខ្ញុំក៏ស្ពាយវ៉ាន់ចូលមកក្នុងភូមិតែម្ដងទៅនិយាយចឹងតើពូនឹងកូនប្រុសទំនេរទេណែខ្ញុំគិតចង់ពឹងពូនឹងអាអូនឲ្យទៅជួយដោយកង់ឡានបន្តិចព្រោះអីខ្ញុំដូរម្នាក់ឯងមិនរួចទេណែចាំខ្ញុំជួយគិតសួរឲ្យជូនពូខ្លះបរិមអ្នកនោះក៏តបវិញថាអូមិនអីទេតើការងារដោយកង់ឡាននោះយូរទេលោកប្អូនបើថាធ្វើតែ1 ម៉ោង 2 ម៉ោងអីចាំពូនឹងកូនទៅជួយក៏បានដែរណែពូមិនគិតលុយកាក់ស្អីទេបងប៉ាន់ក៏តបវិញថាអូអរគុណហើយពូបើតាមខ្ញុំធ្លាប់ធ្វើកន្លងមកគឺប្រហែលជា1 ម៉ោង 2 ម៉ោងអីរួចហើយតែកន្លងមកខ្ញុំធ្វើមានគ្នា
តែចដនអីថ្ងៃនេះខ្ញុំបោឡានតែម្នាក់ឯងអញ្ចឹងហើយបានជាត្រូវការកម្លាំងជំនួយនឹងណាពូភ្លាមនោះបរិសម្នាក់នោះក៏ក្រោកឈរឡើងបំរុងទៅផ្លាស់ខោអាវដើម្បីទៅជួយដោយកងឡានឲ្យបំប៉ាន់ឃើញដូច្នោះបំប៉ាន់ក៏និយាយថាតែចាំស្អែកទៅពូឥឡូវមេឃចិត្តងងឹតបាត់ទៅហើយណែមិនម៉ាខ្ញុំសុំផ្ទះពូមីងសម្រាប់មួយយប់តើពូមីងគិតយ៉ាងម៉េចដែរណែសង្ឃឹមថាពូមីងប្រណីផងទៅចុះដោននិយាយផងគាត់លើកដៃសំពះទៅកាន់អ្នកទាំងពីរផងខណៈនោះទាំងពីរអ្នកប្តីប្រពន្ធក៏ងាកមើលមុខឯងមើលមុខអញតាមមកទៅពួកគាត់កំពុងតែមានការស្ទាក់ស្ទើរក្នុងចិត្តឃើញដូច្នោះបងប៉ាន់ក៏និយាយថាខ្ញុំសូមត្រឹមចងអង្រឹងនៅខាងក្រោមផ្ទះក៏បានដែរពូណែមិនម៉ាចាំខ្ញុំជូនសគុណពូមីងខ្លះអ្នកទាំងពីរក៏តបព្រមគ្នាថាអូមិនបាច់សគុណអីទេក្មួយចង់សម្រាកនៅខាងក្រោមក៏បានទៅសម្រាកនៅខាងលើផ្ទះក៏បានដែរបន្ទាប់មកស្ត្រីជាប្រពន្ធក៏និយាយថាអូវាឯងអង្គុយបោសម្បកពោតនេះទៅខ្ញុំទៅរៀបចំបាយទឹកឲ្យភ្ញៀវបន្តិចសិនបងប៉ាន់ក៏សួរគាត់ថាពូមីងមិនទាន់ហូបបាយទេអីស្ត្រីជាប្រពន្ធក៏តបថានៅទេលោកអូនតែសារតែរកមកហូបមិនបានខ្ញុំក៏ចេះតែដំអកមិនដាំបាយទៅបងប៉ាន់ក៏និយាយថាអូនេះមីងយកសាច់នេះទៅធ្វើម្ហូបទៅខ្ញុំបោឡានកាត់តាមភូមិឃើញអ្នកភូមិខាងនោះគេលក់សាច់ជ្រូកខ្ញុំសុំទិញគេបានបន្តិចដែរដោយនិយាយផងគាត់ស្រ័យបាវហើយដកហូតយកសាច់ជ្រូកនោះហុចទៅកាន់គាត់ផងសូមបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនបានដឹងផងដែរថាបរិសុទ្ធជាប្តីនោះគាត់មានឈ្មោះថាពូឌឿនចំណែកឯប្រពន្ធរបស់គាត់វិញគាត់មានឈ្មោះថាមីងសូតអ្នកទាំងពីរមានចិត្តសន្តោសប្រណីល្អណាស់ត្បិតពួកគាត់មិនដែលស្គាល់បំប៉ាន់ពីមុនមកក៏ពិតមែនតែពួកគាត់ហ៊ានទទួលឲ្យបំប៉ាន់សម្រាកនៅផ្ទះរបស់ពួកគាត់ណាមួយទំនៀមទម្លាប់ខ្មែរនៅចំនួននោះពួកគាត់មិនសូវជាចិត្តចង្អៀតអីនោះទេឃើញមនុស្សមានទុក្ខធុរៈអ្វីពួកគាត់តែងតែជួយចែករំលែកបែបនោះឯងណាមួយមនុស្សនៅចំនួននោះក៏ពុំសូវមានមនុស្សខូចខលច្រើនដូចសម័យបច្ចុប្បន្ននេះដែរត្រឡប់ទៅនិយាយអំពីបំប៉ាន់វិញបន្ទាប់ពីហុចសាច់ជ្រូកឲ្យមីងសូតរួចហើយគាត់ក៏ឆ្លៀតបកសម្បកពោតជួយពូឌឿនផងហើយនិយាយលេងពីនេះពីនោះផងបំប៉ាន់ជួយបកសម្បកពោតពូឌឿនផងភ្នែករបស់គាត់ងាកមើលឆ្វេងមើលស្ដាំផងខណៈនោះគាត់ក៏បានឃើញនារីស្រស់ស្អាតម្នាក់នាងដើរមកពីខាងក្រោយផ្ទះរបស់ពូឌឿនតាមមកទៅនាងទៅតែងត់ទឹកហើយយ៉ាងទៅបានជានាងស្លៀកពាក់ចុងពងបែបនោះមើលទៅនាងក៏មិនដឹងថាមានភ្ញៀវចូលមកផ្ទះរបស់នាងដែរទៅបានជានាងហ៊ានដើរមកខាងមុខផ្ទះទៀងដែលនាងស្លៀកពាក់បែបនោះក៏ប៉ុន្តែពេលដែលនាងដើរមកដល់ខាងមុខផ្ទះហើយឃើញមានវត្តមានបងប៉ាន់កំពុងតែបកសម្បកពោតជាមួយនឹងឪពុករបស់នាងក៏ស្ទុះរត់ឡើងទៅលើផ្ទះរបស់នាងយ៉ាងប្រញាប់បងប៉ាន់ពេលនោះគាត់លួចមើលនាងឡើងភ្លឹកអស់ហើយត្បិតអីនាងស្អាតខ្លាំងពេករហូតដល់នាយដែងដែលជាកូនប្រុសរបស់ពូឌឿននោះគេសួរទៅកាន់បងប៉ាន់ថាមើលអីគេបងគ្រានោះបងប៉ាន់ក៏ងាកមកបកសម្បកពោតវិញទាំងចិត្តអៀនខ្មាស់ដោយសារតែទាំងពូឌឿននិងនាយដែងពួកគេមើលមកគាត់ចំពេកដោយមិនដឹងថាត្រូវយកអ្វីមកនិយាយបិទបាំងភាពអៀនខ្មាស់របស់ខ្លួនបងប៉ាន់ក៏ឆ្លៀតសួរពូឌឿនថានិយាយចឹងពូមានកូនប្រមាណនាក់ដែរពូឌឿនក៏តបវិញថាមានតែ2នាក់ទេគឺអាក់បាល់ខូចនេះនិងវាអូនមិញនេះឯងបងប៉ាន់ក៏លួចគិតក្នុងចិត្តថាបើអញបានខ្លាចជាកូនប្រសាររបស់គាត់មិនដឹងជាល្អយ៉ាងណាទៅណោះមើលទៅបងប៉ាន់គាត់ក៏មិនណយដែរគ្រាន់តែឃើញគេភ្លាមគាត់លងស្រឡាញ់គេផ្លែតបាត់ទៅហើយយ៉ាងណាក៏ដោយនោះគ្រាន់តែជាអារម្មណ៍ស្នេហ៍ដែលទើបតែចាប់ដើមកើតឡើងតែប៉ុណ្ណោះនៅយប់នោះពូឌឿនឲ្យបងប៉ាន់គាត់ឡើងទៅសម្រាកនៅខាងលើផ្ទះដែរតែបងប៉ាន់គាត់ថាគាត់សុំដេកនៅខាងក្រោមគឺគាត់ចង់អង្រឹងនៅយ៉ាបនេះខាងមុខផ្ទះនោះតែម្ដងត្បិតអីផ្ទះរបស់ពូឌឿនមានយ៉ាបប្រក់ស្ពៅលយមកខាងមុខធំគួរសមដែរក៏ប៉ុន្តែបងប៉ាន់និងពូឌឿនក៏ដូចជាមីងសូតវិញពួកគាត់មិនទាន់ចូលសម្រាកភ្លាមនោះទេ
គឺពួកគាត់នៅជជែកគ្នាលេងជាមួយនឹងបំប៉ាន់រហូតដល់យប់ជ្រៅគួរសមដែរហើយនៅពេលដែលពួកគាត់អង្គុយជជែកគ្នាលេងនោះម៉ោងប្រហែលជា8យប់អីនោះឯងបំប៉ាន់គាត់បានស្ដាប់ឮសំឡេងគេផ្លុំខ្លុយនិងសំឡេងឆ្កែលូល្វើយល្វើយដំបូងឡើយគាត់មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេគឺគាត់ស្មានតែនៅភូមិគេផ្លុំកំសាន្តលេងអីចឹងទៅក៏ប៉ុន្តែបានបន្តិចក្រោយមកសំឡេងគេផ្លុំខ្លុយនិងសំឡេងឆ្កែលូក៏ឮកាន់តែគៀកទៅគាត់ពេលនោះចង់សួរទៅកាន់ពួកឌឿននិងមីងសូដែរក៏ប៉ុន្តែគាត់ឃើញអ្នកទាំងពីរធ្វើដូចជាមិនឮអ្វីសោះអញ្ចឹងរួចគាត់ក៏ខ្ជិលសួរវិញទៅបានបន្តិចក្រោយមកពេលដែលសំឡេងខ្លុយនោះខិតមកជិតមុខផ្ទះរបស់ពួកគាត់ពួកឌឿនក៏និយាយទៅកាន់ប្រុសៗរបស់គាត់ថាគេមកដល់ហើយមេវាគ្រាន់តែឮពួកឌឿននិយាយដូច្នោះមីងសូគាត់ក្រោកឡើងហើយដើរសំដៅទៅចង្ក្រានបាយរបស់គាត់យ៉ាងលឿនបន្តិចក្រោយមកគាត់ត្រឡប់មកវិញជាមួយនឹងមាន់ស្ងោរមួយក្បាលនិងស្រាសមួយដបគាត់កាន់មាន់ស្ងោរមួយនិងស្រាសមួយដបនោះដើរទៅកាន់ផ្លូវលំបំប៉ាន់ពេលនោះគាត់ក៏ឆ្ងល់ដែរតែគាត់មិនទាន់សួរទៅកាន់អ្នកទាំងពីរភ្លាមៗនោះទេគឺគាត់ដៀងកសែភ្នែកតាមមើលសកម្មភាពរបស់មីងសូតប្រកបដោយភាពមានចម្ងល់គាត់ឃើញមីងសូតកាន់មាន់ស្ងោរនិងស្រាមួយដបនោះហុចទៅឲ្យមនុស្សចំណាម្នាក់គាត់មិនដឹងថាម្នាក់ដែលគាត់ហុចឲ្យនោះគឺជាប្រុសឬក៏ជាស្រីនោះទេតែបើតាមគាត់មើលទៅអាចជាមនុស្សស្រីច្រើនជាងបើគាត់មើលពីចម្ងាយមិនសូវជាច្បាស់នោះទេដល់ឡែកស្រីចំណាស់នោះវិញពេលដែលទទួលបានមាន់ស្ងោរក៏បន្តដំណើរទៅមុខទៀតបន្ទាប់មកគាត់ឃើញមីងសូតដើរត្រឡប់មកវិញចំណែកឯស្ត្រីចំណាស់នោះវិញគេក៏បន្តដើរទៅមុខហើយផ្លុំខ្លុយបន្តទៅមុខទៀតបំប៉ាន់ក៏គិតក្នុងចិត្តថាអូតាមពិតយាយម្នាក់មិញទេដែលជាអ្នកផ្លុំខ្លុយគាត់ក៏ងាកមកវិញហើយមើលទៅមុខពឌឿនខណៈនោះគាត់ឃើញពឌឿនកំពុងតែបិទភ្នែកហើយមាត់របស់គាត់វិញកំពុងតែសូត្រអ្វីក៏មិនដឹងដែរឃើញដូច្នោះគាត់គិតក្នុងចិត្តថាចុំពូម្នាក់នេះគាត់ចេះអាគមដែរឬក៏យ៉ាងម៉េចណោះតែបើតាមអញមើលការពីក្បាលប្រលប់គាត់ដូចជាមនុស្សធម្មតានោះទេបើនិយាយពីបំប៉ាន់ពេលនោះវិញក្នុងក្បាលរបស់គាត់សេនវៀនសាន់បានអស់ហើយគឺរបៀបថាគាត់កំពុងតែឆ្ងល់គ្រប់ជំហានតែម្ដងត្បិតពេលនោះគាត់មិនបានប្រើញាណពិសេសរបស់គាត់ហើយគាត់ក៏មិនចង់ប្រើវាដែរត្បិតគាត់កំពុងតែសម្រាកនៅផ្ទះអ្នកស្រុកតែម្នាក់ឯងគឺគាត់មិនចង់ឲ្យមានរឿងអ្វីបែកឆ្ងាយកាត់ឡើងព្រោះឌឿនវិញគាត់បិទភ្នែកហើយធ្វើមាត់បេកបូចរហូតទាល់តែសំឡេងខ្លុយនោះបាត់លឺទើបគាត់បើកភ្នែកឡើងវិញហើយពេលដែលគាត់បើកភ្នែកឡើងវិញនោះគាត់ក៏មិននិយាយអ្វីប្រាប់ទៅកាន់បំប៉ាន់ដែរចំណែកឯមីងសូតវិញពេលដែលគាត់ត្រឡប់មកពីយកមាន់ឲ្យគេនោះគាត់ក៏អង្គុយនៅក្បែរប្តីរបស់គាត់ដូចមុនដូច្នោះដែរដោយសារតែអត់ទ្រាំឆ្ងល់ពំបានបំប៉ាន់ក៏សួរទៅកាន់អ្នកទាំងពីរថាមានរឿងអ្វីទៅពូមីងខ្ញុំឃើញពូមីងដូចជាចម្លែកដល់ហើយមីងសូតក៏តបវិញថាដូចមិនមានរឿងអ្វីទេក្មួយពូឌឿនក៏បន្ថែមថាត្រូវហើយគឺគ្មានរឿងអ្វីចម្លែកនោះទេបំប៉ាន់ក៏សួរបញ្ជាក់ថាចុះរឿងដែលមីងយកមាន់ហុចទៅឲ្យគេនិងរឿងដែលពូបិទភ្នែកហើយបួងសួងនោះតើពូមីងធ្វើដើម្បីអ្វីទៅខ្ញុំដូចជាចម្លែកដល់ហើយពេលដែលឮបំប៉ាន់គាត់សួរត្រង់ៗដូច្នោះមីសូតនិងពូឌឿនពួកគាត់មើលមុខឯងមើលមុខអញហើយដូចជាគាត់មិនចង់ប្រាប់អាត់កំបាំងដល់បំប៉ាន់យ៉ាងអញ្ចឹងឃើញសភាពដូច្នោះបំប៉ាន់ក៏បន្តថាជារឿងសម្ងាត់មែនទេមីងសូតក៏ងាកទៅមើលមុខប្តីរបស់គាត់ទៀតរួចហើយក៏និយាយថាឯងប្រាប់គេទៅចំណែកពូឌឿនវិញគាត់ងាកមើលក្រោយខ្នងបន្តិចរបៀបដូចគាត់ភ័យខ្លាចមានអ្វីមកពីខាងក្រៅខ្នងគាត់យ៉ាងអញ្ចឹងហើយពេលដែលគាត់មើលរួចហើយគាត់ក៏និយាយប្រាប់បំប៉ាន់ថាណែគឺពួកខ្ញុំជូនសំណានគេគ្រាន់តែគាត់និយាយតែមួយឃ្លានោះចប់សំឡេងភ្នែកបន្ទោនិងសំឡេងកូលាន់ក៏ឮសូរតែប្រោទៀងដែលនៅមនុស្សមិនស្រឡះល្អនោះទេចំណែកឯពួកឌឿននិងមីសូតវិញពេលដែលឮសំឡេងកូលាន់ដូច្នោះពួកគាត់បានខិតចូលមកខាងមុខបន្តិចរួចហើយក៏និយាយថាយើងឡើងទៅនិយាយគ្នាលេងនៅលើផ្ទះវិញទៅលោកប្អូនបំប៉ាន់ក៏សួរថា
មានរឿងអ្វីមែនពូមីងពេលនោះទាំងពដឿននិងមីងសូតពួកគាត់ក្រោកឡើងហើយដើរឡើងទៅលើផ្ទះរបស់គាត់យ៉ាងប្រញាប់ដោយមិនបានតបជាមួយនឹងបងប៉ាន់វិញភ្លាមៗនោះទេចំណែកឯបងប៉ាន់វិញដោយសារតែមិនដឹងថាធ្វើយ៉ាងម៉េចគាត់ក៏ដើរឡើងទៅជាមួយនឹងអ្នកទាំងពីរដែរទៅមែនទេទៅគាត់មិនចង់ឡើងទៅនោះទេត្បិតនៅលើផ្ទះរបស់អ្នកទាំងពីរនោះមានកូនស្រីសម្រាប់នៅខាងលើអញ្ចឹងហើយបានជាគាត់ចេះតែមានចិត្តរអាខ្លាចញាតិជិតខាងគេមើលមកមិនសមអីអញ្ចឹងទៅហើយក្រោយពេលដែលពួកគាត់បានឡើងទៅលើផ្ទះរួចហើយពូឌឿនក៏ដើរទៅទាញទ្វារបិទរួចហើយក៏ដកដង្ហើមធំវែងនៅនឹងមុខភ្លើងចង្កៀងចំណែកឯបងប៉ាន់វិញគាត់អង្គុយរង់ចាំអ្នកទាំងពីររៀបរាប់រឿងរ៉ាវប្រាប់យ៉ាងអន្តរសាបានបន្តិចក្រោយមកពូឌឿនក៏និយាយថាក្មួយឯងមិនចម្លែកខ្លះទេអីបងប៉ាន់ក៏តបវិញថាចម្លែកនឹងហើយពូបើមិនចម្លែកម្ដេចខ្ញុំសួរពូមីងធ្វើអ្វីហើយមិញនេះមានផ្គរលាន់យ៉ាងចម្លែកទៀតផងពូឌឿនក៏និយាយថាត្រូវហើយមែនទេទៅពូមីងមិនចង់និយាយរឿងនេះទេណាបងប៉ាន់គាត់នៅស្ងៀមបន្តិចរួចហើយក៏និយាយថាឥឡូវពូមីងជួយប្រាប់ខ្ញុំផងមើលរឿងរ៉ាវវាយ៉ាងម៉េចបើពូមីងប្រាប់ទៅមានរឿងអ្វីមិនល្អកើតឡើងខ្ញុំស្ម័គ្រចិត្តយកជីវិតមកជួយពូមីងក៏បានដែរខ្ញុំមិនឲ្យគេប៉ះពាល់ដល់ពូមីងទេណាសូមពូមីងកុំបារម្ភអីពេលនោះទាំងមីងសូតនិងពូឌឿនពួកគាត់នៅតែមិនចង់និយាយដោយសារតែកន្លងមកឲ្យតែមានអ្នកយករឿងនោះប្រាប់អ្នកផ្សេងអ្នកនោះច្បាស់ជាជួបរឿងចម្លែកនៅថ្ងៃបន្ទាប់បើមិនមែនជាអ្នកប្រាប់ក៏ជាអ្នកដែលត្រូវគេប្រាប់ដែរក៏ប៉ុន្តែដោយសារតែបងប៉ាន់គាត់ទទួលចង់ដឹងខ្លាំងពេកហើយណាមួយរឿងដែលធ្លាប់កើតឡើងកន្លងមកវាយូរដែរហើយពួកគាត់ក៏សម្រេចចិត្តថាប្រាប់បងប៉ាន់ឲ្យគាត់បានដឹងដែរទៅដោយពេលនោះមុននឹងពួកគាត់និយាយប្រាប់បងប៉ាន់ពួកគាត់ទាំងពីរនាក់បាននិយាយបួងសួងថាសូមកុំឲ្យមានរឿងអ្វីកើតឡើងដល់ពួកខ្ញុំអីពួកខ្ញុំគ្រាន់តែប្រាប់គេនៅអ្វីដែលគេចង់ដឹងនោះទេដោយនិយាយផងពួកគាត់លើកដៃប្រណម្យផងប្រណម្យចប់សពគ្រប់រួចហើយពូឌឿនក៏និយាយថាណែរឿងរ៉ាវគឺវាបែបនេះទេគឺប្រហែលជា2ឆ្នាំមុននេះមានអ៊ំស្រីចំណាស់ម្នាក់គាត់មានឈ្មោះថាយាយកាយគាត់បានបាត់ខ្លួនពីផ្ទះហើយពេលនោះគាត់ចាស់ណាស់ដែរហើយគឺអាយុរបស់គាត់ប្រហែលជា70ឆ្នាំអីនោះឯងតែមុនពេលដែលគាត់បានបាត់ខ្លួននោះកូនរបស់គាត់បានប្រាប់អ្នកភូមិថាគាត់កំពុងតែដេកឈឺស្រាប់តែព្រឹកឡើងកូនរបស់គាត់បានផ្អើលឆោឡោស្រែកប្រាប់អ្នកស្រុកថាគាត់បាត់ម៉ែរបស់គាត់អីអញ្ចឹងទៅពេលនោះអ្នកភូមិបានជួយដើររកគាត់ដែរតែនៅថ្ងៃដំបូងនោះអ្នកភូមិរកយ៉ាងម៉េចក៏មិនឃើញដែរអ្នកភូមិដើររកឡើងជិត2ថ្ងៃទើបរកឃើញគាត់ដំបូងឡើយគ្មានពីណាគិតថាគាត់នៅរស់នោះទេហើយពេលដែលអ្នកភូមិរកឃើញគាត់នោះគឺគាត់កំពុងតែអង្គុយនៅលើមែកឈើនៅក្នុងរយៈកម្ពស់ប្រហែលជា5ម៉ែត្រពីដីអីនោះឯងបើនិយាយពីថាអ្នកដែលរកឃើញគាត់វិញនោះគ្នាស្ទើរតែលុបព្រលឹងអស់ហើយអញអើយព្រោះនៅសុកស្រាប់តែឃើញគាត់អង្គុយច្រៀងបំពេរងំនៅលើដើមឈើទៅវិញគ្រានោះកូនស្រីរបស់គាត់បានទៅសុំអង្វរឲ្យគាត់ចុះមកវិញដែរតែគាត់មិនព្រមចុះមកវិញនោះទេរហូតទាល់តែទៅអញ្ជើញគ្រូមកធ្វើពិធីសុំឲ្យគាត់ចុះមកវិញទើបគាត់ព្រមចុះមកខាងក្រោមតែក្មួយឯងដឹងទេពេលដែលលោកគ្រូមកធ្វើពិធីសុំនោះគាត់ឲ្យលក្ខខណ្ឌយ៉ាងម៉េចក៏គេមិនព្រមចុះមកខាងក្រោមវិញដែររហូតទាល់តែដល់ពេលមួយគេបាននិយាយមកពីខាងលើថាទាល់តែយកមន់និងស្រាឲ្យគេនៅរៀងរាល់ថ្ងៃសិលទើបគេព្រមចុះមកខាងក្រោមវិញកាលពីដំបូងឡើយកូនរបស់គាត់គឺជាអ្នករៀបចំមន់និងស្រាជូនគាត់នោះទេឲ្យតែដល់ថ្ងៃសិលអីកូនរបស់គាត់រៀបចំមន់និងស្រាទុកឲ្យម្ដាយរបស់ខ្លួនហើយតែពេលដែលកូនរបស់គាត់ស្លាប់ទៅគាត់មិនមានញាតិមើលនោះទេរហូតដល់ថ្ងៃមួយនោះយាយកាយបានចេញទៅយីអ្នកភូមិយើងហើយពេលនោះអ្នកដែលគាត់ទៅយីនោះគេព្យាយាមទៅកម្ចាត់គាត់ចោលដែរតែមិនបានផលនោះទេព្រោះអីគាត់ដូចជាមានញៀនដឹងមុនយ៉ាងអញ្ចឹងណាឲ្យតែមានគេប៉ុនប៉ងទៅសម្រាប់គាត់ត្រៀមទុកមុនអស់ហើយអ្នកដែលចូលទៅនោះចង់ធ្វើយ៉ាងម៉េចក៏មិនឈ្នះគាត់ដែររហូតដល់ថ្ងៃមួយមានគ្រួសារមួយនោះបានទៅដុតខ្ទមរបស់គាត់ចោល
មានឯណាឯងអើយគាត់ធ្វើបាបគ្រួសារនោះរហូតទាល់តែស្លាប់អស់មួយគ្រួសារតែម្ដងហើយពេលនោះលោកគ្រូដែលទៅធ្វើពិធីសុំឲ្យគាត់ចុះពីលើដើមឈើនោះគាត់បានប្រាប់អ្នកភូមិថាបើចង់ឲ្យអ្នកភូមិបានសុខអ្នកភូមិទាំងអស់គ្នាត្រូវតែរៀបចំមាន់ស្ងោរនិងស្រាសឲ្យយាយកាយនៅរៀងរាល់ថ្ងៃសៅរ៍ទៅបើមិនអញ្ចឹងទេភូមិរបស់យើងមិនបានសុខឡើយហើយនៅថ្ងៃនេះវាចំវេនគ្រួសាររបស់ខ្ញុំម្ល៉េះបានជាម៉ែវារៀបចំមាន់និងស្រាទុកឲ្យគាត់នឹងណាស្ដាប់មកដល់ត្រង់ចំណុចនេះបងប៉ាន់ក៏សួរបញ្ជាក់ថាចុះគ្រូដែលប្រាប់ឲ្យសែននោះគាត់នៅឯណាលើមីងសូតក៏តបវិញថាគាត់ស្លាប់បាត់ហើយគឺគាត់ស្លាប់ប្រហែលជាជិត1ឆ្នាំអីហើយបងប៉ាន់ក៏សួរបន្ថែមថាចុះគ្រូនោះគាត់មានប្រាប់អ្វីខ្លះពីយាយនោះទេពួកឌឿនគាត់មើលមុខប្រពន្ធរបស់គាត់បន្តិចរួចហើយក៏ប្រាប់បងប៉ាន់ថាតាមពួកខ្ញុំដឹងគាត់ធ្លាប់ប្រាប់ថាអ្វីដែលធ្វើឲ្យយាយកាយគាត់កាចនោះវាគឺជាចំបួរតពីម្ដាយរបស់គាត់បងប៉ាន់ក៏សួរទៀតថាចុំហើយមិនក៏គេទៅតែចូលមកនៅជាមួយគាត់អញ្ចឹងហើយគាត់មានប្រាប់អ្វីបន្ថែមទេពូឌឿនក៏និយាយថាណែខ្ញុំក៏មិនសូវដឹងដែរតែបើតាមឮតគ្នាមកកាលមុនគេនៅជាមួយនឹងបងស្រីរបស់គាត់នោះទេតែដោយសារតែបងស្រីរបស់គាត់ស្លាប់ទើបគ្មានអ្នកបន្តតំណែងព្រោះអីបងស្រីរបស់គាត់មិនមានកូនអីនោះទេហើយឮថាពេលដែលនៅជាមួយនឹងបងស្រីរបស់គាត់រៀបចំគ្រឿងសក្ការៈបានត្រឹមត្រូវណាតែពេលដែលគេចូលមកនៅជាមួយនឹងគាត់គ្មានអ្នកណាចេះរៀបពិធីត្រឹមត្រូវឲ្យគេនោះទេអញ្ចឹងហើយបានជាគាត់កាចហើយដើរធ្វើបាបអ្នកភូមិដល់ថ្នាក់នេះហើយបើតាមខ្ញុំដឹងកាលពីនៅជាមួយនឹងបងស្រីរបស់គាត់គេមិនដែលមកប៉ះពាល់អ្នកភូមិអញ្ចឹងទេណានិយាយចប់ពឌឿនក៏យកក្រមាទៅជូតញើសរបស់គាត់បាត់អីគាត់ព្យាយាមនិយាយប្រាប់បងប៉ាន់ទាំងភាពភ័យខ្លាចបងប៉ាន់វិញគាត់នៅស្ងៀមមួយសន្ទុះរួចហើយក៏និយាយថាបើអញ្ចឹងពូមីងមិនចង់កំចាត់គេចោលទេអីទីតាពីរក៏តបវិញថាដំបងឡើយពួកខ្ញុំនិងអ្នកជិតខាងក៏ធ្លាប់និយាយគ្នារឿងនេះដែរតែពេលដែលគិតចុះឡើងទៅក៏សម្រេចចិត្តថាខ្ជិលធ្វើបាបគាត់ទៅព្រោះចាត់ទុកថាតម្រាំតែដល់វេនម្ដងវាយូរគួរសមដែរម្ល៉េះហើយពួកខ្ញុំក៏ចាត់ទុកថាជាការធ្វើបុណ្យជាមួយនឹងគាត់តម្ដងទៅណាចំណែកឯបងប៉ាន់វិញដោយសារតែឮថាអ្នកទាំងពីរក៏ដូចជាអ្នកភូមិយល់ឃើញដូច្នោះហើយគាត់ក៏ខ្ជិលទៅរករឿងគេដែរដោយសារតែគាត់ក៏មិនចង់មានរឿងវែងឆ្ងាយជាមួយគេផងដែរក៏ប៉ុន្តែរឿងរ៉ាវគឺវាមិនចប់ត្រឹមនោះទេនៅពេលដែលបងប៉ាន់គាត់រៀបនឹងចុះទៅដេកនៅខាងក្រោមវិញនោះមីសូតក៏និយាយថាដេកនៅខាងលើនេះទៅក្មួយដេកនៅខាងក្រោមដូចជាមិនសូវសមទេណាតែបងប៉ាន់វិញគាត់មិនដេកនៅខាងលើនោះទេដល់ពេលនោះគាត់បើកទ្វារផងគាត់និយាយបដិសេធមកកាន់អ្នកទាំងពីរផងមានឯណាបងប្អូនអើយគ្រាន់តែគាត់ទាញទ្វារបើកបានតែបន្តិចគាត់ក៏ប្រទះឃើញយាយកាយកំពុងតែឈរនៅលើជណ្ដើរនៅខាងមុខទ្វារផ្ទះនោះតែម្ដងបងប៉ាន់ពេលនោះគាត់មានការភ្ញាក់ផ្អើលបន្តិចដែរតែដោយសារតែគាត់ជាមនុស្សមានសមាធិខ្ពស់គាត់មិនសូវជាភ្ញាក់ដូចមនុស្សទូទៅនោះទេគឺពេលនោះមីងសូតនិងពឌឿនពួកគាត់ភ្ញាក់ខ្លាំងជាងបងប៉ាន់ទៅទៀតមិនត្រឹមតែប៉ុណ្ណោះទេទាំងពីអ្នកប្តីប្រពន្ធភ្ញាក់ហើយស្រែកឡើងផ្លត់សំឡេងទៀតផងពួកគាត់ស្រែករហូតធ្វើឲ្យកូនស្រីនិងកូនប្រុសរបស់ពួកគេភ្ញាក់ឡើងហើយក្រោកមកមើលទាំងមកមីងមកមើលទៀតផងរពេចនោះយាយកាយគាត់សម្លឹងមករកមីងសូតនិងពឌឿនប្រកបដោយកសែភ្នែកមានកំហឹងបើនិយាយពីក្របភ្នែករបស់យាយកាយពីនោះវិញភ្នែករបស់គាត់ឡើងក្រហមឆ្អៅហើយគាត់សម្លឹងមករកអ្នកទាំងពីរស្ទើរតែជ្រុះភ្នែកទៅហើយភ្លាមនោះយាយកាយមិនខ្វល់ជាមួយនឹងវត្តមានរបស់បងប៉ាន់ដែលកំពុងតែឈរនៅនឹងមុខគាត់នោះទេផ្ទុយទៅវិញគាត់បានឈានជើងមួយជំហានចូលមកខាងក្នុងផ្ទះរបស់ពួកគាត់ធ្វើឲ្យពឌឿននិងមីងសូតនិងកូនរបស់ពួកគេស្រែកឡើងកងរំបងពេញផ្ទះតែម្ដងចំណែកឯបងប៉ាន់វិញគាត់នៅតែឈរនៅនឹងមាត់ទ្វារនោះដដែលហើយពេលដែលយាយកាយគាត់ឈានជើងចូលមកខាងក្នុងមួយជំហានទៀតគាត់បានយកដៃទៅពាំងមិនឲ្យយាយកាយដើរចូលមកខាងក្នុងទៀតនោះទេរពេចនោះ
យាយកាយបានយកដៃរបស់គាត់ទៅគៀបំប៉ាន់ចេញពីផ្លូវរបស់គាត់ក៏ប៉ុន្តែគ្រាន់តែគាត់ប៉ះដៃរបស់បំប៉ាន់តែបន្តិចគាត់ក៏ស្រែកយ៉ាងខ្លាំងដោយពេលនោះគាត់ស្រែកថាអូយក្តៅខ្លាំងណាស់បំប៉ាន់ក៏និយាយទៅកាន់គាត់ថាបើចង់សោកយាយឯងត្រឡប់ទៅវិញទៅកុំមកធ្វើបាបពួកគេទៀតអីតែយាយកាយគាត់មិនព្រមដកថយនោះទេគឺគាត់បានលូកដៃទាំងពីរបំរុងនឹងមកច្បាច់កបំប៉ាន់ក៏ប៉ុន្តែគ្រាន់តែគាត់លូកប៉ះបំប៉ាន់តែបន្តិចគាត់ក៏ដកដៃទៅវិញយ៉ាងលឿនព្រោះនៅលើខ្លួនរបស់បំប៉ាន់មានពាក្យខ្សែកដែលគាត់បានបញ្ចុះនៅគីថាសម្រាប់កាត់ពីខ្លួនរួចទៅហើយម្ល៉េះហើយត្រឹមសភាវៈល្មមបុកមិនចូលគាត់នោះទេដល់ឡែកយីកាយវិញក្រោយពីរលាកដៃដោយសារតែគីថារបស់បំប៉ាន់គាត់ក៏ចុះត្រឡប់ទៅវិញយ៉ាងលឿនដោយនៅពេលនោះគាត់មិននិយាយអ្វីសូម្បីតែបន្តិចសូម្បីតែបំប៉ាន់ក៏គាត់ពិបាកស្មានថាគាត់នឹងធ្វើអ្វីបន្តទៀតដែរមែនទែនទៅអ្នកភូមិគ្រប់គ្នាមិនហ៊ានយករឿងដែលកើតមាននៅក្នុងភូមិនោះប្រាប់អ្នកភូមិដទៃនោះទេបិទពេលដែលពួកគាត់ប្រាប់ពួកគេទៅគ្រួសាររបស់ពួកគាត់តែងតែមានបញ្ហាគឺដោយអ្វីដែលខ្ញុំបានរៀបរាប់ពីដើមយ៉ាងអញ្ចឹងម្ល៉េះហើយពួកគាត់សុខចិត្តចំណាយមន់និងស្រាសដើម្បីទុកជូនដល់យាយកាយនៅរៀងរាល់ថ្ងៃសិលណាមួយអ្នកភូមិមានច្រើនហើយពេលដែលពួកគាត់ដាក់វេនគ្នាទៅវារៀងយូរគួរសមដែរតម្រាំនឹងដល់វេនគ្រួសារនីមួយៗដូច្នោះហើយបានជាពួកគាត់យល់ថាវាមិនមែនជាភារៈធ្ងន់ធ្ងរអីនោះទេសម្រាប់ពួកគាត់កាលពីដំបូងឡើយពួកគាត់ក៏កើតទុកមិនសុខចិត្តដែរតែយូរទៅពួកគាត់ខ្លះក៏លែងមានគំនុំតែនៅមួយចំនួនទៀតពួកគាត់នៅតែខ្នើសចិត្តព្រោះអីនៅចំនួននោះមន់ស្ងោរមួយនិងស្រាសមួយដបមិនសូវជាស្រួលរកប៉ុន្មាននោះទេសម្រាប់គ្រួសារដែលខ្វះមុខខ្វះក្រោយជាពិសេសគឺចំពោះគ្រួសារដែលមិនមានចិញ្ចឹមមន់នោះតែម្ដងត្រឡប់ទៅមើលគ្រួសាររបស់ពលឿនវិញទោះបីជាយាយកាយត្រឡប់ទៅវិញហើយក៏ពួកគាត់មិនទាន់បានបាត់ភ័យដែរពួកគាត់ពេលនោះកំពុងតែអង្គុយអោបគ្នាម្នាក់ញ័រជើងឡើងទៅត្រឹកឃើញសភាពដូច្នោះបងប៉ាន់ក៏ប្រាប់ទៅកាន់ពួកគាត់ថាសម្រាប់ទៅពូមីងគេមិនហ៊ានចូលមកធ្វើអីពូមីងទៀតទេមីងសូតក៏ឆ្លៀតពោលដោយក្តីបារម្ភថាបើយើងមិននិយាយបែបអោជាងនេះណោះបងប៉ាន់ក៏និយាយថាមិនអីទេមីងគ្មានកំហុសទេណាខ្ញុំទេដែលជាអ្នកទទូចសុំឲ្យពូមីងនិយាយតែខ្ញុំហ៊ានអះអាងថាខ្ញុំមិនឲ្យគេមកជាយីគ្រួសារពូមីងបានទេណាឥឡូវយប់ជ្រៅដែរហើយពូមីងចូលសម្រាកចុះខ្ញុំក៏សុំទៅសម្រាកដែរហើយណែបើពូមីងនៅតែបារម្ភចាំខ្ញុំចងសីមានៅជុំវិញផ្ទះនេះឲ្យចុះនិយាយរួចគាត់ក៏ដើរចុះទៅខាងក្រោមផ្ទះដើម្បីរៀបចំចងអង្រឹងដេកក៏ដូចជាចងសីមាជុំវិញផ្ទះឲ្យពួកគាត់មានអ្នកណាបងប្អូនអើយបន្ទាប់ពីបងប៉ាន់គាត់ចុះទៅដេកបានប្រហែលជា1ម៉ោងគាត់ក៏បានឮសំឡេងអ្នកជិតខាងស្រែកយំខ្លាំងបងប៉ាន់ពេលនោះគាត់ឮហើយគាត់មិនហ៊ានដើរទៅសួរគេនោះទេដោយសារតែគាត់មិនស្គាល់គេអញ្ចឹងហើយគាត់ចេះតែសង្ងំដេកបន្តក៏ប៉ុន្តែគាត់សង្ងំដេកបានតែបន្តិចគាត់ក៏ឮស្នូរបើកទ្វាររបស់ពូឌឿនហើយពេលដែលគាត់អឺតមើលទៅគាត់ឃើញពូឌឿនអឺតមើលមកខាងក្រៅដោយពូឌឿនវិញពេលដែលឃើញបងប៉ាន់គាត់មិនតន់ដេកដូច្នោះគាត់ក៏ឆ្លៀតសួរបងប៉ាន់ថាសំឡេងពីណាគេយំលោកប្អូនបងប៉ាន់ក៏តបវិញថាខ្ញុំមិនច្បាស់ដែរពូតែខ្ញុំឮចេញពីផ្ទះជាប់នេះដែរដោយនិយាយផងគាត់ចង្អុលទៅផងភ្លាមនោះពូឌឿនក៏ផ្ទៀងត្រចៀកស្ដាប់ទៀតបន្តិចក្រោយមកគាត់ក៏លាន់មាត់ថាទេសំឡេងបងដែរតើនោះខណៈនោះគាត់អត់ទៀនផងគាត់ដើរចុះពីលើផ្ទះរបស់គាត់ទាំងភ័យផងដល់ឡែកបងប៉ាន់វិញគាត់ក៏ក្រោកហើយដើរទៅតាមពូឌឿនដែរបើនិយាយពីផ្ទះរបស់អ៊ំដែននិងផ្ទះរបស់ពូឌឿនគឺនៅចម្ងាយគ្នាប្រហែលជា50ម៉ែត្រអីនោះឯងគឺដីពួកគាត់ទាំងពីរជាប់គ្នាតែម្ដង
តែដោយសារតែដីរបស់ពួកគាត់ធំដែរម្ល៉េះហើយបានជាផ្ទះរបស់ពួកគាត់ទាំងពីរនៅឆ្ងាយគ្នាគូសមដែររបៀបថាផ្ទះរបស់ពឌឿនគាត់ធ្វើនៅកណ្ដាលដីរបស់គាត់ចំណែកឯផ្ទះរបស់អ៊ំដែនគាត់ធ្វើនៅកណ្ដាលដីរបស់គាត់ដែរមែនទែនទៅដីរបស់អ្នកទាំងពីរមានរបងខណ្ឌចែកដីគ្នាដែរតែมันមានធ្វើរបងបិទជិតនោះទេម្ល៉េះហើយពឌឿនគាត់អាចដើរទៅរកផ្ទះរបស់អ៊ំដែនត្រង់តែម្ដងពេលដែលគាត់ដើរទៅនោះទាំងបុកប៉ាន់និងពឌឿនពួកគាត់បានឃើញមនុស្សម្នាក់កំពុងតែកាន់ចង្កៀងប្លង់ៗនៅខាងមុខផ្ទះរបស់គាត់បើតាមពឌឿនគាត់មើលពីចម្ងាយទៅគាត់ច្បាស់ណាស់ថាអ្នកដែលកំពុងតែកាន់ភ្លើងចង្កៀងនោះគឺជាអ៊ំដែនណាមួយអ៊ំដែនគឺជាបងបង្កើតរបស់គាត់ម្ល៉េះហើយត្រឹមចម្ងាយ30-40ម៉ែត្រអីនៅក្រោមពន្លឺខែពេញបនមីគាត់ច្បាស់ជាអាចកំណត់អត្តសញ្ញាណបងប្រុសរបស់គាត់បានភ្លាមនោះពួកគាត់ទាំងពីរបានដើរទៅយ៉ាងលឿនដោយដើរទៅផងគាត់ស្រែកសួរពីចម្ងាយផងថាកាត់អីបងដែនកាត់អីបងដែនចំណែកអ៊ំដែនវិញមាត់របស់គាត់ស្រែកឲ្យពឌឿនជួយមែនតែភ្នែករបស់គាត់វិញមិនបានងាកមើលពឌឿននោះទេគឺគាត់ពេលនោះសម្លឹងមើលតែទៅលើដើមទឹកដោះតែប៉ុណ្ណោះហើយពេលដែលពឌឿននឹងបំប៉ាន់ទៅដល់ពួកគាត់ឃើញថាប្រពន្ធរបស់អ៊ំដែនកំពុងតែអង្គុយនៅលើមេឃដើមទឹកដោះនៅរយៈកម្ពស់ប្រហែលជា5ម៉ែត្រពីដីអីនោះឯងហើយនៅនឹងដៃរបស់គាត់មានកាន់កំបិតអាដៃខ្លួនឯងទៀតផងពូឌឿនក៏សួរបងប្រុសរបស់គាត់ថាក្រែងនេះបងជឿជើងអីហើយគាត់ធ្វើយ៉ាងម៉េចក៏ឡើងបានខ្ពស់ម្ល៉េះអ៊ំដែនក៏តបវិញថាអញក៏មិនដឹងដែរដំបូងឡើយគេថាគេចង់មកបត់ជើងតែពេលនោះអញកំពុងតែធ្វើប្រឹសទ្រូហើយអញនិយាយថាចាំបន្តិចទៅអញបង្ហាញប្រឹសទ្រូនេះបន្តិចសិនចាំអញគ្រាគេចូលមកតែគេមានចាំអញឯណាគេចូលមកដោយខ្លួនឯងហើយអញក៏មិនចាប់អារម្មណ៍ថាគេខឹងនឹងអញដល់ថ្នាក់នេះដែរភ្លាមនោះពឌឿនក៏និយាយទៅកាន់បងថ្លៃរបស់គាត់ថាចុះមកខាងក្រោមវិញមកនេះបងដែនគាត់ដឹងខុសហើយបងធ្វើនេះបានស្អីមកវិញចំណែកឯប្រពន្ធរបស់អ៊ំដែនវិញគាត់មិនតបអ្វីនោះទេគឺគាត់បានត្រឹមតែខ្វីក្បាលតែប៉ុណ្ណោះដល់ឡែកបងប៉ាន់វិញគាត់សម្លឹងមើលមុខប្រពន្ធរបស់អ៊ំដែនបន្តិចរួចហើយក៏និយាយថាគាត់មិនចុះមកវិញទេអ៊ំនេះមិនមែនជាប្រពន្ធអ៊ំជាអ្នកធ្វើខ្លួនឯងទេណាគឺប្រពន្ធអ៊ំកំពុងតែត្រូវបានគេចូលសន្ធិដ្ឋហើយបងប៉ាន់ក៏បន្តថាអ៊ំឃើញទេគាត់ចាស់ហើយឲ្យគាត់ឡើងខ្លួនឯងមិនដេចនឹងរួចអ៊ំឃើញគាត់អាដៃខ្លួនឯងហើយលឹបឈាមខ្លួនឯងទេពេលដែលបងប៉ាន់និយាយដូច្នោះទាំងពឌឿននិងអ៊ំដែនពួកគាត់ឡើងព្រឺសម្បល់អស់ហើយពួកគាត់ពេលនោះភ័យផងខ្លាចផងមិនដឹងត្រូវធ្វើយ៉ាងម៉េចនោះទេអ៊ំដែនក៏និយាយថាធ្វើយ៉ាងម៉េចទៅលោកក្មួយនៅក្នុងភូមិនេះគ្មានគ្រូអ៊ំអាមទេណាព្រោះអីគ្រូអោនគាត់ស្លាប់យូរហើយអាឌឿនឯងមានស្គាល់ពីណាអាចជួយបានទេមិនម៉ាឯងជួយបងស្រីឯងផងពឌឿនពេលនោះគាត់ងាកទៅមើលមុខបងប៉ាន់រួចហើយក៏សួរបងប៉ាន់ថាគិតយ៉ាងម៉េចទៅលោកប្អូនបងប៉ាន់ក៏និយាយថាពិបាកបន្តិចហើយពូបើឡើងទៅចាប់គាត់តែម្ដងក្រែងលោចាប់មិនឈ្នះហើយធ្លាក់មកទាំងអស់គ្នាច្បាស់ជាគ្រោះថ្នាក់ខ្លាំងណាស់តែបើបណ្ដេញគេចេញទាំងគាត់នៅខាងលើដូច្នោះខ្លាចពេលដែលគេចេញទៅអ៊ំស្រីគាត់ច្បាស់ជាធ្លាក់មកខាងក្រោមព្រោះឯងពេលដែលគេចេញភ្លាមអ៊ំស្រីច្បាស់ជាមិនដឹងខ្លួនទេអ៊ំប៉ាន់ពេលនោះគាត់ក៏កប់យោបល់ដែររួចគាត់ក៏និយាយថាឥឡូវចេះចុះពូឬអ៊ំទៅរកកម្លាំង 4-5 នាក់មកបើសិនជាពេលគេចេញពីខ្លួនគាត់ហើយគាត់ធ្លាក់ចុះមកយើងអាចមានកម្លាំងជួយគាត់ទាន់បើមិនអញ្ចឹងទេយើងពិបាកជួយគាត់ខ្លាំងណាស់ណាលើដូច្នោះពូឌឿនក៏ដើរទៅដាស់អ្នកជិតខាងរបស់គាត់ដើម្បីមកជួយជាកម្លាំងហើយក្រោយពីពូឌឿនរកហៅអ្នកជិតខាងមកដល់ហើយបងប៉ាន់ក៏ចាប់ផ្ដើមធ្វើពិធីរបស់គាត់ដល់ពេលនោះគាត់បានបិទភ្នែកហើយសូត្រនៅមូលគិថាអ្វីក៏មិនដឹងដែរបានបន្តិចក្រោយមកគាត់ក៏និយាយទៅកាន់ប្រពន្ធរបស់អ៊ំដែនថាចុះមកវិញមកអ៊ំដំបូងឡើយគាត់មិនតបនោះទេតែនៅពេលដែលបងប៉ាន់និយាយទៅកាន់គាត់ចំនួន3ដងគាត់ក៏តបមកវិញថាអញជាអ៊ំឯងពីកាលអញមិនចុះទេពួកឯងនិយាយផ្ដេសផ្ដាសច្រើនណាស់ព
ពួកឯងត្រូវតែសងជីវិតដល់អញគឺឯងត្រូវតែសងជីវិតដល់អញដោយនិយាយផងគាត់ចង្អុលទៅកាន់ពូឌឿនផងពូឌឿនក៏តបវិញថាខ្ញុំបានធ្វើអីដល់យាយឯងខ្ញុំនឹងប្រពន្ធគ្រាន់តែនិយាយការពិតទេតើប្រពន្ធអំដែនក៏តបវិញទាំងសម្លេងរងំពុំសូវច្បាស់ថាអញមិនសុខចិត្តទេឯងនិយាយខុសទំនំច្រើនណាស់ឯងត្រូវតែទទួលខុសត្រូវដោយនិយាយផងគាត់យកកំបិតអាដៃខ្លួនឯងផងបងប៉ាន់ក៏ឆ្លៀតប្រាប់អ្នកទាំងអស់គ្នាថាគេនេះខូចណាស់គេចង់គ្រប់គ្រងនៅក្នុងភូមិនេះតែម្ដងណាមែនទេទៅគេចង់ឲ្យតែមានអ្នកនិយាយខុសបំរាមទេអានឹងបានហត់ឈាមស្រស់ៗដូច្នេះôngពុំមានឃើញទេគេលើកឈាមមិនឲ្យស្រក់ដល់ដីទេណាឥឡូវបើគេមិនព្រមចេញទេយើងមានតែប្រើធោក្តៅហើយពេលដែលលឺបងប៉ាន់និយាយដូច្នោះគេក៏សាយតិចរួចហើយក៏យកកំបិតទៅអាសម្រក់ឈាមមួយកន្លែងទៀតក៏លេចទៅមើលអ៊ំដែនវិញគាត់ញ័រដៃញ័រជើងរកពាក្យអ្វីនិយាយមិនចេញនោះទេបន្ទាប់មកបងប៉ាន់ក៏និយាយថាឥឡូវអ៊ំពុំមីងចាំជួយត្រងអ៊ំស្រីពីក្រោមទៅខ្ញុំលេងធោក្តៅជាមួយគេបន្តិចសិនអ៊ំដែនខ្ញុំសូមអង្គមួយត្រឡប់មកអ៊ំហើយពេលដែលបានអង្គរួចហើយបងប៉ាន់ក៏បានកើបជោគអង្គមួយក្តាប់បន្ទាប់មកគាត់សូត្រនៅមុនគីថារបស់គាត់សូត្រផ្លុំបានបន្តិចក្រោយមកគាត់ក៏ជាអង្គមួយក្តាប់នោះទៅកាន់អ៊ំស្រីនៅខាងលើចំណែកអ៊ំស្រីនោះវិញគាត់មិនព្រមចេញនោះទេគឺគាត់បានស្រែកថាអូយក្តៅខ្លាំងណាស់បងប៉ាន់ក៏និយាយទៅកាន់គាត់ថាចេញពីគាត់ទៅបើឯងមិនចង់ឈឺខ្លាំងជាងនេះចំណែកជាមួយយាយកាយវិញគាត់មិនព្រមចេញពីខ្លួនប្រពន្ធរបស់ម្ដាយនោះទេផ្ទុយទៅវិញគាត់និយាយថាអញមិនចេញទេអញសុខចិត្តស្លាប់ក៏អញមិនចេញដែរដល់និយាយផងគាត់យកកំបិតទៅអាកខ្លួនឯងផងឃើញដូច្នោះអ៊ំពូមីងដែលកំពុងតែឈរមើលនៅខាងក្រោមនោះពួកគាត់ស្រែកឡើងផ្លត់សម្លេងគ្រប់គ្នាចំណែកឯបងប៉ាន់វិញគាត់ក៏មិនបណ្ដោយឲ្យជាមួយយាយកាយធ្វើអ្វីគាត់តន់ដែរគាត់បានជាអង្គមួយក្តាប់ថែមទៀតបណ្ដាលឲ្យជាមួយយាយកាយនោះគេស្រែកឡើងគង់រំពងតែម្ដងបន្តិចក្រោយមកសម្លេងសម្រែងនោះបានលើកាន់តែខ្ពស់ទៅរបៀបដូចគាត់ស្រែកផងគាត់ហោះឡើងលើផងយ៉ាងអញ្ចឹងបានបន្តិចក្រោយមកពួកគាត់ក៏លែងឮសម្លេងសម្រែងនោះទៀតចំណែកឯអ៊ំស្រីប្រពន្ធរបស់អ៊ំដែនគាត់ក៏មិនធ្លាក់មកខាងក្រោមដែរគឺគាត់សម្លាប់ហើយទៅនៅលើមេឃដើមទឹកដោះនោះតែម្ដងហើយនៅពេលនោះបងប៉ាន់ក៏បង្គាប់ឲ្យអ៊ំពូមីងដែលនៅខាងក្រោមនោះគាត់ឡើងទៅជួយយកអ៊ំស្រីចុះមកខាងក្រោមដើម្បីគាត់ឆាប់ជួយអ៊ំស្រីឲ្យគាត់ឆាប់ដឹងខ្លួនឡើងវិញហើយក្រោយពេលដែលអ៊ំស្រីប្រពន្ធរបស់អ៊ំដែនគាត់បានដឹងខ្លួនវិញហើយអ៊ំដែនក៏សួរបងប៉ាន់ថាតាមមើលទៅគេខឹងនឹងអឌឿនទេម្ដេចក៏គេមកចូលម៉ែវាវិញទៅណបងប៉ាន់គាត់ក៏ប្រាប់វិញថាតាមមើលទៅគេពងចង់ចូលគ្រួសារពូឌឿនទេតែដោយសារតែនៅជុំវិញផ្ទះគាត់ខ្ញុំពាត់សីមាអស់ហើយម្ល៉េះហើយបានជាគេឡងមកប៉ះអ៊ំស្រីដូច្នេះឥឡូវមិនអីទេអ៊ំស្រីគាត់លែងអីហើយតែខ្ញុំគិតថាគេមិនទាន់ចប់ត្រឹមនេះទេណាពេលនោះអ្នកជិតខាងដែលមកជួយប្រពន្ធអ៊ំដែនពួកគេមានការខឹងសម្បាព្រមទាំងស្ដីបន្ទោសឲ្យពូឌឿនដែលយករឿងក្នុងភូមិប្រាប់អ្នកដទៃពួកគាត់ស្ដីឲ្យពូឌឿនថាការយករឿងក្នុងភូមិប្រាប់អ្នកខាងក្រៅប្រៀបដូចហែករឿងក្នុងគ្រួសារឲ្យគេដឹងយ៉ាងអញ្ចឹងចំណែកពូឌឿនវិញគាត់ក៏មិនមានពាក្យអ្វីត្រូវប្រកែកដែរបើគាត់បានធ្វើខុសនឹងតំណងរបស់អ្នកភូមិមែនក៏ប៉ុន្តែបងប៉ាន់គាត់មិនយល់ស្របជាមួយនឹងពួកគេនោះទេដោយពេលនោះគាត់បាននិយាយទៅកាន់អ្នកភូមិថាទេខ្ញុំគិតថាពូឌឿនគាត់មិនបានខុសទេគាត់គ្រាន់តែនិយាយការពិតគាត់មិនបាននិយាយបង្កាច់បង្ខូចអ្នកណាទេអ៊ំពូមីងមិនគួរបន្ទោសគាត់ដូច្នោះទេណាពេលនោះអ៊ំពូមីងទាំងអស់ពួកគាត់មិនយល់ស្របជាមួយនឹងបងប៉ាន់នោះទេដល់ពេលនោះពួកគាត់ខ្លះនិយាយថាហើយលោកប្អូនឯងឃើញកូនក្រមុំគេទេដឹងបានជាប្រឹងយកចិត្តគេម្លេះនេះភូមិខ្ញុំរស់នៅសុខសាន្តមិនដែលមានរឿងអ្វីទេណាទើបតែមានរឿងចម្លែកថ្ងៃនេះឯងទៅលោកឯងចង់ទៅណាក៏ទៅពួកខ្ញុំមិនចង់ស្ដាប់ហេតុផលអីទេនិយាយរួចពួកគាត់ក៏បំបែកគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួនទៅ
ចំណែកអាមដែនវិញគាត់មិនខឹងសម្បាជាមួយនឹងបងប៉ាន់ទេផ្ទុយទៅវិញគាត់មានតែអរគុណដល់បងប៉ាន់ដែលជួយដេញយីកាយឲ្យចេញពីប្រពន្ធរបស់គាត់ពឌឿនវិញដោយសារតែមិនដឹងត្រូវធ្វើយ៉ាងម៉េចគាត់ក៏បបួលបងប៉ាន់ត្រឡប់ទៅដេកវិញទាំងក្នុងចិត្តមានភាពសោកសៅលុះព្រឹកឡើងពឌឿនកូនប្រុសរបស់គាត់និងបងប៉ាន់ក៏ធ្វើដំណើរទៅទីតាំងដែលឡានរបស់បងប៉ាន់បែកកង់ក៏ប៉ុន្តែខណៈពេលដែលពួកគាត់ដើរទៅតាមផ្លូវនោះពួកគាត់ក៏បានឃើញអ្នកភូមិកំពុងតែចោមរោមមើលអ្វីក៏មិនដឹងដែរបងប៉ាន់ក៏សួរទៅកាន់ពឌឿនថាគេកំពុងតែធ្វើអ្វីនោះពូពឌឿនក៏ឆ្លើយថាទេខ្ញុំក៏មិនដឹងដែរឯងយើងគិតចូលទៅមើលគេបន្តិចទៅអីបន្ទាប់មកពួកគាត់ក៏ដើរចូលទៅមើលមានអ្នកណាបងប្អូនអើយពេលដែលពួកគាត់ចូលទៅដល់អ្នកភូមិកំពុងតែចោមរោមមើលសាកសពត្រីចំណាស់ម្នាក់ដែលគាត់មានឈ្មោះថាអ៊ំយាតហើយពេលដែលពួកគាត់សួរសាច់ញាតិទៅគេប្រាប់ថាពួកគាត់ឃើញអ៊ំយាតដេកស្លាប់នៅលើដើមស្វាយហើយពួកគាត់ទើបតែយកសាកសពចុះមកខាងក្រោមថ្មីនេះដែរទេបាននិយាយពីសាកសពវិញគឺពោពេញទៅដោយស្នាមកំបិតវាសឆូតឡើងពេញខ្លួនរបស់គាត់តែម្ដងអ្នកភូមិខ្លះសង្ស័យថាគាត់ខឹងនឹងកូនបានជាគាត់សម្លាប់ខ្លួនឯងដូច្នោះក៏ប៉ុន្តែបងប៉ាន់និងពឌឿនវិញពួកគាត់មិនបានគិតដូច្នោះទេព្រោះអីពួកគាត់បានសួរសាច់ញាតិក៏ដូចជាកូនរបស់អ៊ំយាតទៅពួកគាត់ប្រាប់ថាមិនមានអ្នកណាស្ដីបន្ទោសអីដល់គាត់នោះទេហើយកាលពីក្បាលប្រលប់គាត់សើចលេងឡើងកកឹកតែម្ដងក្រោយពីសួរកូនរបស់ពួកគាត់រួចហើយពួកគាត់ក៏បានប្រាប់ពួកគេថាបងថ្លៃរបស់អ៊ំឌឿនក៏គាត់កាន់កំបិតហើយឡើងទៅលើដើមទឹកដោះដើម្បីអាដៃខ្លួនឯងដែរកាលពីយប់មិញតែត្រូវបានពួកគាត់ឃើញហើយពួកគាត់ជួយទាន់អីចឹងទៅក្រោយពីស្ដាប់ការរៀបរាប់របស់ពឌឿនក៏ដូចជាបងផាន់ហើយសាច់ញាតិសពមានការខឹងសម្បារចំពោះយីកាយ៉ាងខ្លាំងក៏ប៉ុន្តែនៅភ្លាមនោះកូនក៏ដូចជាសាច់ញាតិរបស់សពមិនទាន់ឃើញមានប្រតិកម្មអ្វីខ្លាំងនោះទេគឺពួកគាត់បានត្រឹមតែបង្ហាញការហួចចិត្តតែប៉ុណ្ណោះហើយបន្ទាប់មកពួកគាត់ក៏បានលើកសាកសពរបស់អ៊ំជាតិដាក់នៅលើគ្រែនាខាងមុខផ្ទះដោយនៅពេលនោះពួកគាត់មិនបានលើកសាកសពដាក់នៅលើផ្ទះរបស់គាត់ឡើយដោយសារតែសាច់ញាតិក៏ដូចជាចាស់នៅក្នុងភូមិពួកគាត់ចាត់ទុកថាសាកសពរបស់អ៊ំជាតិគឺជាសាកសពតៃហោងអីចឹងទៅចំណែកឯពឌឿននិងបងប៉ាន់វិញបន្ទាប់ពីជួយលើកសាកសពរបស់អ៊ំជាតិរួចហើយពួកគាត់ក៏បន្តដំណើរទៅមុខទៀតដើម្បីទៅបដូរកង់ឡានរបស់បងប៉ាន់ហើយពេលដែលទៅដល់ទីតាំងឡានពួកគាត់ក៏ចាប់ផ្ដើមកាប់ដើមឈើវែងយកមកធ្វើជាដែកខ្នោះដើម្បីកោះក៏ដូចជាដួយឡានដោយសារតែឡានរបស់បងប៉ាន់ក៏វាមិនសូវជាធ្ងន់ប្រមាណដែរពួកគាត់ក៏មិនចាំបាច់ចាយពេលយូរដែរណាមួយបងប៉ាន់គាត់ធ្លាប់ផ្លាប់ដូរពី3ដងដែររួចហើយម្ល៉េះវាមិនសូវជាពិបាកប្រមាណនោះទេសំខាន់គឺមានកម្លាំងគ្រប់គ្រាន់ទៅគឺគាត់អាចធ្វើការផ្លាប់ដូរបានហើយពេលដែលផ្លាប់ដូរកង់ឡានរួចហើយបងប៉ាន់ក៏បោះឡានចូលមកក្នុងភូមិហើយពេលនោះពឌឿននិងកូនប្រុសរបស់គាត់ក៏ជិះឡានត្រឡប់មកវិញជាមួយនឹងបងប៉ាន់ដែរហើយពេលដែលបោះមកដល់ផ្ទះពឌឿនបងប៉ាន់ក៏មិនទាន់បន្តដំណើរទៅមុខភ្លាមដែរគឺគាត់ចូលទៅហូបបាយព្រឹកនៅផ្ទះរបស់ពឌឿនសិនក៏ប៉ុន្តែខណៈពេលដែលពួកគាត់កំពុងតែហូបបាយព្រឹកសុកពួកគាត់ក៏បានឃើញបរិសុទ្ធ2នាក់ដែលចូលមកផ្ទះរបស់ពឌឿនទាំងត្រហេបត្រហោបហើយបរិសុទ្ធទាំង2នាក់នោះមានម្នាក់គឺជាអ្នកជិតខាងរបស់ពឌឿនហើយគាត់ក៏បានឃើញបងប៉ាន់ធ្វើពិធីបណ្ដេញយីកាយចេញពីរាងកាយប្រពន្ធរបស់ម្ដាយដែរនៅកាលពីយប់នោះដែលគាត់មានឈ្មោះថាពុសាឃើញដូច្នោះពឌឿនក៏អត់ទានថាចុំតិចប៉ុណ្នេះមករករឿងអញទៀតទៅបងប៉ាន់ក៏និយាយថាមិនអីទេពូបើគេមករករឿងមែនចាំខ្ញុំចេញមកដោះស្រាយឲ្យនិយាយចប់បរិសុទ្ធទាំងពីរនាក់ក៏ដើរចូលមកដល់ល្មមពឌឿនក៏សួរទៅកាន់អ្នកទាំងពីរថាតើណាម្នេះលវងដូចជាប្រញាប់ដល់ហើយពុសាក៏តបទៀងត្រហេបត្រហប់ថាមានតើណាមករកលបងនេះហើយពឌឿនក៏ឆ្លៀតពលឌឺដងដាក់ពុសាថា
ក្រែងយប់មិញមិនចង់ឃើញមុខខ្ញុំទេអីពូសាក៏តបវិញថាហេខ្ញុំបាននិយាយណាអ៊ំទេតើគាត់ជាអ្នកនិយាយឥឡូវខ្ញុំសុំទោសក៏បានដែរកុំប្រកាន់តោអូដំណើរអីណាខ្ញុំមកនេះចង់ពឹងឲ្យលោកប្អូនទៅជួយមើលកូនស្រីរបស់ខ្ញុំបន្តិចទៅណែខ្ញុំមិនដឹងថាហៅលោកប្អូនឬលោកគ្រូទេនេះហើយក៏មិនដឹងថាលោកប្អូនត្រូវជាអ្វីជាមួយនឹងលោកប្អូនរឿងដែរណែខ្ញុំឥឡូវសូមពឹងពាក្យអ្នកទាំងពីរតែម្ដងទៅដោយនិយាយផងគាត់លើកដៃស្ពះទៅកាន់អ្នកទាំងពីរផងខណៈនោះពឺឌឿនក៏ងាកទៅមើលមុខបងប៉ាន់ចំណែកឯបងប៉ាន់វិញគាត់លេបបាយរួចហើយគាត់ក៏សួរពូសាក់ថាចុំគាត់កាត់ស្អីទៅពូសាក់ក៏តបវិញថាខ្ញុំក៏មិនដឹងដែរលោកគ្រូព្រឹកមិញនេះវាចុះមកដាំបាយធម្មតាទេតែពេលដែលម៉ែវារៀបចំហូបហើយពួកខ្ញុំក៏ហៅវាមកហូបបាយតែហៅវាម្ដងពីរដងក៏មិនលឺវាឆ្លើយហើយដើររកវាក៏រកមិនឃើញហើយរកចុះរកឡើងពួកខ្ញុំក៏ឃើញវាកាន់កំបិតអាដៃខ្លួនឯងនៅលើដំបូលផ្ទះណោមុនមិញខ្ញុំមករកលោកគ្រូម្ដងដែរតែមិនបានជួបលោកគ្រូហើយពេលដែលសួរអ្នកសូត្រទៅអ្នកសូត្រប្រាប់ថាលោកគ្រូធ្វើឡានបាត់ហើយមុនមិញពួកខ្ញុំរៀបនឹងទៅរកលោកគ្រូនៅកន្លែងធ្វើឡានដែរតែមិនដឹងថាលោកគ្រូទៅធ្វើឡាននៅណាពួកខ្ញុំក៏មានតែអង្គុយរងចាំមើលផ្លូវលោកគ្រូតែម្ដងទៅលេងអីកូនខ្ញុំប្រាប់ថាឃើញមានឡានបោះចូលភូមិពួកខ្ញុំក៏ស្ទុះមករកលោកគ្រូតែម្ដងទៅណាណែសូមលោកគ្រូជួយកូនស្រីខ្ញុំផងខ្ញុំកប់យោបល់ហើយនេះចំណែកឯបងប៉ាន់វិញក្រោយពេលស្ដាប់ការរៀបរាប់របស់ពូសាក់ហើយគាត់ក៏និយាយថាមិនអីទេពូចាំខ្ញុំទៅមើលឲ្យក៏បានដែរនិយាយរួចគាត់ក៏ពំបាយដែរនៅសល់ពី3ម៉ាត់បង្ហើយរួចហើយក៏និយាយថាណែខ្ញុំសុំលេងមុនហើយពូខ្ញុំទៅមើលកូនស្រីគាត់បន្តិចសិនពូឌឿនក៏និយាយថាបាទខ្ញុំក៏ទៅដែរបន្ទាប់មកពួកគាត់ក៏ដើរទៅផ្ទះរបស់ពូសាក់យ៉ាងលឿនហើយពេលដែលពួកគាត់ទៅដល់ពួកគាត់បានឃើញកូនស្រីរបស់ពូសាក់កំពុងតែកាន់កំបិតហើយឈរប្រកាដៃប្រកាជើងនៅលើដំបូលផ្ទះរបស់គាត់កាយវិការរបស់នាងធ្វើនោះមិនមែនមួយដោយអ៊ំស្រីប្រពន្ធរបស់ម្ដាយកាលពីយប់នោះទេគឺនាងធ្វើដូចមនុស្សវិកលចរិតយ៉ាងអញ្ចឹងហើយពេលដែលបងប៉ាន់ទៅដល់បងប៉ាន់ក៏និយាយទៅកាន់នាងថាចុះមកវិញមុខនាងចាំពួកខ្ញុំរៀបចំសំណែនឲ្យលើដូច្នោះនាងក៏ងាកមើលមុខបងប៉ាន់ព្រមទាំងចង្អុលមកកាន់បងប៉ាន់រួចហើយក៏និយាយមកកាន់បងប៉ាន់ថាឯងទៀតហើយឯងមកពីណាហេតុអ្វីក៏ឯងមករំខានសេចក្តីសុខរបស់អញអ្នកភូមិនេះគឺជាកម្មសិទ្ធិរបស់អញចង់ធ្វើអ្វីក៏បានដែរបងប៉ាន់ក៏និយាយថាឯងថោកទាបណាស់បើឯងមិនយកនាងចុះមកខាងក្រោមតាមសម្រួលទេថ្ងៃនេះឯងដឹងគ្នាជាមួយអញហើយពេលនោះគេមិនបានតបវិញនោះទេគឺគេបានយកកំបិតទៅអាដៃខ្លួនឯងព្រមទាំងលិតឈាមខ្លួនឯងពេលដែលលិតរួចហើយគេក៏និយាយផងសើចផងថាហាឆ្ងាញ់ខ្លាំងណាស់ថ្ងៃនេះអញសប្បាយស៊ីឆ្ងាញ់ខ្លាំងណាស់បើក៏លេចទៅមើលពូសាក់និងប្រពន្ធរបស់គាត់វិញពួកគាត់ភ័យឡើងញ័រដៃជើងអស់ហើយព្រោះអីកូនស្រីរបស់គាត់ពេលនោះហូរឈាមមកច្រើនមែនទែនត្បិតអីពេលនោះថ្ងៃក៏រៀងខ្ពស់ដែរហើយប្រហែលទៅបីជាគេអាដៃសើក៏ដោយក៏ឈាមវាហូរមកច្រើនដែរបងប៉ាន់ក៏សុំពូសាក់នៅអង្គមួយត្រឡោកហើយពេលដែលបានអង្គរួចហើយគាត់ចាប់ផ្ដើមសូត្រនៅមុនគិថារបស់គាត់ដោយការដែលគាត់ធ្វើការពីយប់យ៉ាងអញ្ចឹងបន្ទាប់មកគាត់ជះអង្គនោះទៅលើដំបូលផ្ទះរបស់ពូសាក់មកដល់ត្រង់ចំណុចនេះពុកម៉ែបងប្អូនប្រកាសជាឆ្ងល់ហើយគេនៅលើដំបូលផ្ទះតើបងប៉ាន់គាត់ជះអង្គមិនដេចនឹងទៅដល់ខាងលើទៅពិតទៅផ្ទះរបស់អ្នកភូមិភាគច្រើននៅចំនួននោះគឺគេធ្វើទៀបនោះទេបើនិយាយពីដំបូលវិញគឺប្រហែលជា4ទៅ5ម៉ែត្រពីដីអីតែប៉ុណ្ណោះចំណែកឯរានផ្ទះវិញគឺភាគច្រើនត្រឹមតែ1ម៉ែត្រពីទឹកឬ1ម៉ែត្រកន្លះអីអស់ហើយលុះត្រាតែអ្នកមានខ្លាំងទៅគេធ្វើផ្ទះខ្ពស់និយាយរួមទៅគឺមួយភូមិមានតែមួយឬពីរផ្ទះអីនោះទេដែលធ្វើផ្ទះខ្ពស់ក្រៅពីនោះគឺជាផ្ទះតូចហើយនៅតាមភូមិខ្លះស្ទឹងតែមិនមានផ្ទះធំក៏មានដែរក៏លេចទៅមើលកូនស្រីរបស់ពូសាក់វិញពេលដែលត្រូវបងប៉ាន់ស្រោចអង្គមួយក្តាប់ទៅលើរាងកាយរបស់គេបានស្រែកខ្លាំងថាអូយក្តៅខ្លាំងណាស់ក៏ប៉ុន្តែគេស្រែកបានតែបន្តិចគេក៏ប្រែជាសើចវិញក៏ក្អឹបរួចហើយក៏ពោលពាក្យឌឺដងមកកាន់បងប៉ាន់ថាឯងចេះតែប៉ុណ្្នឹងទេអីដែលសម្ដីរបស់គេពេលនោះ
បើតាមពួកគាត់ស្ដាប់ទៅវាមិនមែនជាសម្លេងកូនស្រីរបស់ពូសាក់ឡើយគឺសម្លេងរៀងញ័ររបៀបដូចមនុស្សចាស់យ៉ាងអញ្ចឹងហើយពេលដែលឮគេឆ្លើយឆ្លងដូច្នោះពូសាក់ក៏និយាយទៅកាន់កូនរបស់គាត់ថាណែចេញឲ្យឆាប់ទៅប្រយ័ត្នអញទៅដុតផ្ទះចោលវើយមែនទេទៅពូសាក់គាត់ចង់និយាយតតាំងជាមួយគេជាយូរមកហើយតែពេលដែលបងប៉ាន់គាត់មិនទាន់មកដល់ទោះពួកគាត់និយាយយ៉ាងម៉េចក៏គេមិនតបជាមួយនឹងគាត់ដែរតែពេលនោះគេមិនប្រងើយកន្តើយទៀតនោះទេគឺគេបានតបមកជាមួយនឹងពូសាក់វិញថាឯងស្គាល់ផ្ទះអញដែរអីពូសាក់ក៏តបទាំងកំហឹងថាស្មានតែអញមិនស្គាល់មែនមីគេចាស់កាយឬដូច្នោះកូនស្រីរបស់គាត់ក៏សើចកក្អាក់រួចហើយក៏និយាយថាតដុតទៅអញមិនខ្វល់ទេឯងចង់ដុតស្អីក៏ដុតទៅឲ្យតែបានហត់ឈាមស្រស់អញមិនខ្វល់ទេឮគេតបវិញដូច្នោះពូសាក់ក៏ងាកទៅសួរបងប៉ាន់ថាគិតយ៉ាងម៉េចទៅលោកគ្រូវាដូចជាមិនខ្លាចយើងសោះបងប៉ាន់ក៏តបវិញថាវាមិនខ្វល់ទេពូរឿងផ្ទះសម្បែងនេះវាគ្រាន់តែជាជំរកផ្ដោតសំទេអ្វីដែលវាចង់បានគឺការហត់ឈាមស្រស់របស់អ្នកស្រុកកន្លងមកវាសង្ងំនៅក្នុងកន្ទោមចាស់វាពិបាកណាស់វាចង់តែហត់ឈាមរបស់អ្នកស្រុកទេតែវាមិនហ៊ានទេព្រោះបើតាមមើលទៅវាខ្លាចត្រូវទំនារបស់គ្រូអោនតែឥឡូវវាបានលេះហើយវាលែងខ្វល់រឿងផ្ទះសម្បែងអ្វីទៀតហើយបើពូទៅដុតផ្ទះគេចោលគេកាន់តែសប្បាយចិត្តមើលទៅចំពោះនេះវាបែកខ្លាំងមែនទែនហើយបើទុកទៀតអ្នកស្រុកច្បាស់ជាមិនបានសុខទេខណៈពេលដែលបងប៉ាន់កំពុងតែនិយាយរៀបរាប់នោះប្រពន្ធរបស់ពូសាក់ក៏ស្រែកខ្លាំងថាវាអាចដៃកូនខ្ញុំទៀតហើយលោកគ្រូជួយកូនស្រីខ្ញុំសិនទៅលោកគ្រូភ្លាមនោះបងប៉ាន់ក៏ជិះអង្គមួយក្តាប់ទៀតម្ដងនេះគេទ្រាំលែងបានទៀតហើយព្រោះអីបងប៉ាន់គាត់ជិះទៅជាប់គ្នាធ្វើឲ្យគេប្រកាច់ដូចត្រូវអណ្ដាតភ្លើងរត់ខ្លួនគេយ៉ាងអញ្ចឹងរហូតធ្វើឲ្យកូនស្រីរបស់ពូសាក់រមៀលធ្លាក់ពីលើដំបូលផ្ទះហើយសន្លប់បាត់ដង្ហើមសូន្យឈឹងតែអាចថាសំណាងដែរដោយនៅពេលនោះមនុស្សម្នាចោមរោមមើលច្រើនហើយពួកគាត់បានស្ទុះទៅត្រង់ទាន់បើមិនដូច្នោះទេកូនស្រីរបស់ពូសាក់ច្បាស់ជាពិបាកមិនខាននោះទេបន្ទាប់មកបងប៉ាន់ក៏ជួយសម្រួលឲ្យកូនស្រីរបស់ពូសាក់នាងដឹកខ្លួនឡើងវិញហើយគ្រាន់តែបងប៉ាន់គាត់ជួយសង្គ្រោះកូនស្រីរបស់ពូសាក់មិនទាន់បានប៉ុន្មានផងពួកគាត់ក៏បានឃើញផ្សែងភ្លើងឡើងខ្មុះខ្មាញនៅខាងចុងភូមិហើយមានក្មេងៗរត់មកប្រាប់ថាកូនប្រុសរបស់អ៊ំយាតគាត់ខឹងខ្លាំងពេកបានជាគាត់ទ្រាំពុំបានហើយទៅដុតផ្ទះរបស់យាយកាយចោលតែដូចថាអញ្ចឹងគាត់ដុតចោលក៏ដុតបានត្រឹមតែសម្បកផ្ទះដែរយាយកាយនិងចំពោះរបស់គាត់គ្មានខ្វល់នោះទេមែនទេទៅគាត់បន់ឲ្យតែគេទៅបំផ្លាញផ្ទះរបស់គាត់ចោលទេអានឹងបានចេញធ្វើសកម្មភាពនៅក្នុងភូមិព្រោះកន្លងមកបានគ្រូអោនជួយបង្ក្រាបគាត់ខ្លះតែពេលនេះមិនមានវត្តមានគ្រូអោនទៀតនោះទេដូច្នោះហើយគេកាន់តែសប្បាយចិត្តព្រោះគ្មានអ្នកណាគេសង្កត់គេបានទៀតនោះទេមែនទេទៅកាលគ្រូអោនគាត់នៅរស់គាត់ចង់បង្ក្រាបចំពោះយាយកាយចោលដែរតែគាត់ធ្វើមិនបានព្រោះចំពោះយាយកាយក៏ខ្លាំងគួរសមដែរប្រហែលគាត់បានត្រឹមតែប្រើលក្ខខណ្ឌដោយធ្វើការដោះដូរផលប្រយោជន៍ជាមួយនឹងយាយកាយតែប៉ុណ្ណោះចំណែកអ្នកភូមិក៏ចាប់ផ្ដើមផ្អើលចលាចលកាន់តែខ្លាំងឡើងពួកគាត់អ្នកខ្លះបានទៅជួយពន្លត់ភ្លើងផ្ទះរបស់យាយកាយដើម្បីយកចិត្តយាយកាយកុំឲ្យគាត់មកធ្វើបាបក្រុមគ្រួសាររបស់ពួកគេអញ្ចឹងទៅចំណែកឯអ្នកខ្លះទៀតពួកគាត់មិនខ្វល់នោះទេគឺពួកគាត់ថែមទាំងសើចបញ្ចាទៀតផងបើក៏លេចទៅមើលអ្នកដែលទៅជួយពន្លត់ភ្លើងនោះវិញពួកគាត់ប្រឹងជួយពន្លត់ណាស់ដែរតែគ្មានបានផលនោះទេកូនកន្ទោមរបស់យាយកាយត្រូវបានភ្លើងលេបត្របាក់ទាំងស្រុងពួកគាត់ខ្លះអះអាងថាយាយកាយត្រូវបានភ្លើងឆេះបាត់ទៅហើយតែរឿងនោះវាមិនសូវជាត្រឹមត្រូវនោះទេបាត់អីផ្ទះរបស់គាត់តូចនោះទេបើសិនជាគាត់ត្រូវភ្លើងឆេះមែនហោចណាស់ក៏នៅសល់កាកសំណល់សាកសពដែលត្រូវភ្លើងឆេះនោះដែរព្រោះគំនរភ្លើងប៉ុនផ្ទះរបស់គាត់มันអាចឆេះរូបកាយរបស់គាត់ឲ្យលាយម៉ត់ដូច្នោះឡើយខណៈពេលដែលអ្នកភូមិមួយចំនួនកំពុងតែចាក់ទឹកពន្លត់ភ្លើងដែលនៅសល់នោះពួកគាត់ក៏ស្រាប់តែឮសំឡេងសើចឡើងកក្អឹកនៅខាងលើហើយពេលដែលពួកគាត់ងាកមើលទៅពួកគាត់បានឃើញយាយកាយកំពុងតែអង្គុយយូរជើងយ៉ាងរំភើយនៅខាងលើដើមចំបក់ខ្មុតចុំមួយដើមព្រោះអីនៅក្បែរផ្ទះរបស់យាយកាយនោះមានដើមឈើធំៗ 3-4 ដើមដែរដែលវានៅសល់តាំងពីយូរលង់ណាស់មកហើយ
បើនិយាយពីដើមចំបក់ដែលយាយកាយកំពុងតែអង្គុយនៅវិញគឺវាខ្ពស់ខ្លាំងមែនទែនហើយបើនិយាយមែនទែនទៅសូម្បីតែអ្នកជំនាញឡើងដើមឈើក៏ពិបាកឡើងដែរត្បិតអីដើមចំបក់នោះវាធំខ្លាំងហើយថែមទាំងស្រឡូនគ្មានមែកទៀតផងអ្នកភូមិ4-10នាក់ដែលកំពុងតែជួយពន្លត់ភ្លើងដែលឆេះផ្ទះរបស់យាយកាយនោះពួកគាត់ភ័យហើយផ្អើលនាំគ្នារត់ចូលក្នុងភូមិវិញគ្រប់គ្នាពួកគាត់បានយករឿងនេះទៅប្រាប់បំប៉ាន់ហើយខាត់បំប៉ាន់ទុកដើម្បីឲ្យគាត់ជួយកម្ចាត់យាយកាយចោលព្រោះបើពុំដូច្នោះទេច្បាស់ណាស់អ្នកភូមិច្បាស់ជាមិនបានសុំនោះទេដល់ឡែកបំប៉ាន់វិញការដែលឃើញអ្នកភូមិកំពុងតែទទួលរងទុក្ខដូច្នោះគាត់ក៏មិនដាច់ចិត្តទៅចោលអ្នកភូមិដែរគឺគាត់ស្ម័គ្រចិត្តនៅកម្ចាត់ជំងឺយាយកាយចោលក៏ប៉ុន្តែគាត់មិនទាន់អាចកម្ចាត់បានភ្លាមៗនោះទេព្រោះអីពេលនោះគឺជាពេលថ្ងៃបើចង់កម្ចាត់គេចោលតើតើប្រើល្បិចបញ្ឆោតគេឲ្យចេញមកទៅបានព្រោះពពួកវិញ្ញាណជំងឺបែកកម្មឋានដូចយាយកាយពិបាកតទល់ខ្លាំងណាស់បើថាធ្មប់ឲ្យចំធ្មប់ខ្មោចឲ្យចំខ្មោចទៅស្រួលកម្ចាត់វិញនោះទេអញ្ចឹងហើយទើបគាត់សម្រេចចិត្តថាសម្រាប់នៅក្នុងភូមិនោះមួយយប់ទៀតដើម្បីកម្ចាត់ជំងឺយាយកាយចោលដំបូងឡើយបំប៉ាន់គាត់ពិបាកខ្លាំងណាស់ត្បិតគាត់រកអ្នកបញ្ឆោតយាយកាយពុំបានសុំឲ្យអ្នកនេះធ្វើក៏គេមិនហ៊ានឲ្យអ្នកនោះធ្វើក៏គេខ្លាចហើយអ្វីដែលសំខាន់នោះគឺគាត់ត្រូវការតែស្រីកុំមុំនោះទេបើឲ្យកូនស្រីរបស់ពូសាដែលយាយកាយទើបតែចូលសន្ធិដ្ឋនោះក៏ពិបាកត្បិតសុខភាពរាងកាយរបស់នាងមិនទាន់ប្រសើរឡើងនៅឡើយនោះទេតែដោយសារតែពូឌឿនគាត់មានការជឿជាក់លើបំប៉ាន់គាត់ក៏ជួយនិយាយបញ្ចុះបញ្ចូលកូនស្រីរបស់គាត់ដើម្បីឲ្យនាងធ្វើជានុយបញ្ឆោតឲ្យយាយកាយចូលមកក្នុងរូបនាងចំណែកឯធីតាដែលជាកូនស្រីរបស់ពូឌឿនវិញនាងក៏មិនហ៊ានជំទាស់នឹងការសាកសមរបស់ឪពុកនាងដែរណាមួយនាងក៏ធ្លាប់បានឃើញបំប៉ាន់គាត់បណ្ដេញយាយកាយចេញពីផ្ទះរបស់នាងម្ដងរួចហើយនៅកាលពីយប់នោះម្ល៉េះហើយនាងក៏មានការជឿជាក់លើបំប៉ាន់ខ្លះដែរណាមួយអាចថានាងជានារីក្លាហានក៏ថាបានដែរនាងសុខចិត្តយកជីវិតរបស់នាងដើម្បីបដូរយកភាពសុខសាន្តជូនគ្រួសារនាងក៏ដូចជាអ្នកភូមិទាំងមូលផងដែរក៏លេចទៅមើលបំប៉ាន់វិញបន្ទាប់ពីដឹងថាធីតានាងក្លាហានធ្វើជានុយបញ្ឆោតឲ្យយាយកាយចូលខ្លួនដូច្នោះទៀតគាត់កាន់តែបាក់ចិត្តលងស្រឡាញ់នាងថែមមួយកម្រិតទៀតបំប៉ាន់ពេលនោះគាត់ហាក់ដូចជាវរៈបារោះចាំជួយសង្គ្រោះទេពធីតាយ៉ាងអញ្ចឹងបើនិយាយពីកម្លាំងចិត្តរបស់គាត់វិញគឺឡើងពេញបឹបតែម្ដងពួកគាត់ពេលនោះបានទៅប្រមូលផ្ដុំគ្នានៅឯផ្ទះសពរបស់អ៊ំយាតព្រោះពួកគាត់មិនអាចទៅកន្លែងផ្សេងបានទៀតនោះទេដោយសារតែអ្នកភូមិមួយចំនួនត្រូវទៅកំដរសពរបស់អ៊ំយាតម្ល៉េះហើយទោះចង់មិនចង់ក៏ពួកគាត់ត្រូវតែមកប្រមូលផ្ដុំគ្នានៅផ្ទះសពរបស់អ៊ំយាតដែរដោយនៅយប់នោះបំប៉ាន់គាត់បានពាត់សីមាយ៉ាងធំខ្លាំងមែនទែនគឺគាត់ពាត់សម្រាប់ដាក់មនុស្សឡើងពេញមួយភូមិតែម្ដងលើកលែងតែធីតាតែម្នាក់ប៉ុណ្ណោះដែលគាត់ឲ្យនាងអង្គុយនៅខាងក្រោមភ្លើងគប់នាងខាងមុខអ្នកភូមិគ្រប់គ្នាពេលនោះម៉ោងប្រហែលជា8យប់អីនោះឯងពួកគាត់បានឮសំឡេងយាយកាយផ្លុំខ្លុយដូចកាលពីមុនយ៉ាងចឹងមែនទែនទៅអ្នកភូមិឮគាត់ផ្លុំតែយប់ថ្ងៃសិលនោះទេតែនៅយប់នោះគឺជាយប់ថ្ងៃមួយរោចពួកគាត់ដឹងច្បាស់ថាយាយកាយមកលើកនេះគឺមិនមែនមករកមន់ស្ងោដូចមុននោះទេបើក៏លេចទៅមើលធីតាវិញនាងភ័យស្ទើរតែរត់ចូលសីមាម្ដងទៅហើយក៏ប៉ុន្តែបំប៉ាន់គាត់មិនឲ្យនាងដើរចូលនោះទេដោយគាត់បានធ្វើដៃរារាំងជាសញ្ញាជារឿយៗទៅកាន់នាងបានមួយសន្ទុះក្រោយមកយាយកាយក៏ដើរមកដល់ទីដែលអ្នកភូមិកំពុងតែប្រមូលផ្ដុំគ្នានោះគាត់ដើរខ្វាលជុំវិញធីតាចុះឡើងចំណែកឯធីតាវិញនាងភ័យផងខ្លាចផងនាងមិនហ៊ានបើកភ្នែកមើលនោះទេដល់ពេលនោះនាងអោនខ្ទប់មុខចុះរបៀបដូចមនុស្សសងំយំយ៉ាងចឹងចំណែកឯយាយកាយវិញក្រោយពីដើរក្រវាលជុំវិញធីតាបាន3ជុំរូបកាយរបស់គាត់ក៏ដួលខ្ពស់ទៅលើដីបានបន្តិចក្រោយមកសភាពរបស់ធីតាក៏ខុសប្លែកពីមុននាងលែងភ័យខ្លាចដូចមុននាងងើបមុខឡើងហើយមើលទៅកាន់អ្នកភូមិដែលកំពុងតែអង្គុយនៅក្នុងសីមានោះប្រកបដោយខ្សែភ្នែកខឹងសម្បាជាខ្លាំងនាងក្រហមដាក់អ្នកភូមិគ្រប់គ្នាចំណែកឯបំប៉ាន់វិញគាត់មិននៅស្ងៀមនោះទេគាត់កំពុងតែសូត្រនៅមន្តគិថារបស់គាត់ហើយនៅក្នុងដៃរបស់គាត់មានកាន់ខ្សែអំបោះមួយខ្សែដែលត្រូវបានជាប់យ៉ាងស្អាតជាមួយនឹងខ្សែអំបោះជាច្រើនផ្សេងទៀតនៅខាងលើក្បាលរបស់ធីតា
គ្រាន់តែធីតានាងចាប់ផ្ដើមបញ្ចេញកាយវិការចម្លែកភ្លាមបងប៉ាន់បានទាញខ្សែអំបោះនៅដៃរបស់គាត់បន្តិចបណ្ដាលឲ្យខ្សែអំបោះជាច្រើនខ្សែដែលកំពុងតែដាក់នៅខាងលើក្បាលរបស់ធីតានោះធ្លាក់គ្របពីលើក្បាលរបស់នាងរបៀបដូចគេបង់សំណាញ់គ្របលើនាងយ៉ាងអញ្ចឹងភ្លាមនោះនាងចាប់ផ្ដើមស្រែកឡើងប្រកាច់ប្រកិនដោយពស់ជួមងយ៉ាងអញ្ចឹងនាងស្រែកថាក្តៅខ្លាំងណាស់ជួយខ្ញុំផងក្តៅខ្លាំងណាស់ដំបូងឡើយនាងស្រែកជាសំឡេងរបស់ធីតានោះទេតែបានបន្តិចក្រោយមកនាងក៏ចាប់ផ្ដើមស្រែកជាសំឡេងរបស់យាយកាយឃើញដូច្នោះបងប៉ាន់ក៏កាន់ធូប3សរសៃដើរទៅជិតនាងរួចហើយក៏សួរទៅកាន់នាងថាម៉េចឯងព្រមទៅចាប់កណ្ដាលថ្មីអត់នាងក៏តបវិញថាអញកុំចង់មកចេះដឹងរឿងរបស់អញកំពុងតែសប្បាយឆ្ងាញ់មាត់ឯងដោះលែងអញវិញទៅបងប៉ាន់ក៏បន្ថែមថាយាយឯងឆ្ងាញ់មាត់ព្រោះតែជញ្ជក់ជាអ្នកស្រុកបែបនេះមែនទេនាងក៏តបបែបកញ្ឆក់វិញថាឯងកុំចេះពួកគេមិនមែនជាសាច់ញាតិឯងទេឯងទៅឲ្យឆ្ងាយទៅកុំមករំខានក្តីសុខរបស់អញបងប៉ាន់ក៏និយាយម៉ាត់ថាឥឡូវអញសួរឯងចុងក្រោយឯងព្រមទៅតាមសម្រួលឬឲ្យអញប្រើធោះក្តៅរំពេចនោះគេបានស្ដោះទឹកមាត់មករកបងប៉ាន់រួចហើយក៏និយាយថាភើយអញមិនទៅណាទាំងអស់ដោយសារតែខ្ជិលសំញាំច្រើនបងប៉ាន់ក៏ចាប់ផ្ដើមប្រើនៅមុនហ្គីថារបស់គាត់បានសប្បាយចាប់អំបោះដែលកំពុងតែគ្របនៅលើខ្លួនរបស់ធីតានោះរួចហើយសូត្រនៅមុនហ្គីថារបស់គាត់បន្តទៀតគាត់សូត្រផងផ្លុំផងរហូតធ្វើឲ្យធីតានាងស្រែកឡើងប្រកាច់ប្រកិនបានបន្តិចក្រោយមកពួកគាត់ក៏បានឃើញផ្សែងហុយហោះចេញពីសក់ក្បាលរបស់ធីតាចំណែកឯធីតាវិញបន្ទាប់ពីផ្សែងនោះហោះចេញផុតទៅនាងក៏ដួលសន្លប់ទៅលើដីភ្លាមនោះបងប៉ាន់គាត់បានដកដង្ហើមធំវែងបែបលក្ខណៈទើបតែបានធូរទ្រូងរួចហើយក៏និយាយទៅកាន់អ្នកភូមិថាគេទៅចាប់កំណត់ថ្មីហើយបងប្អូនឆាប់មកជួយធីតាមកនាងត្រូវធ្ងន់បន្តិចហើយខណៈនោះមីងសូតនិងពដឿនក៏ស្ទុះមកជួយរត់ទ្រូងកូនរបស់គាត់ដើម្បីឲ្យនាងបានដឹងខ្លួនឡើងវិញចំណែកឯរូបកាយរបស់យាយកាយក៏ត្រូវបានអ្នកភូមិយកទៅបូជាជាមួយនឹងសាកសពរបស់អ៊ំយាតនៅថ្ងៃបន្ទាប់ចំណែកឯបងប៉ាន់វិញក្រោយពីជួយកម្ចាត់ជំងឺយាយកាយរួចហើយអ្នកភូមិបានគ្រប់គាត់ដូចជាអ្នកមានគុណរបស់ពួកគាត់យ៉ាងអញ្ចឹងមិនត្រឹមតែប៉ុណ្ណោះពួកគាត់បានចំអន់ព្រមទាំងលើកបណ្ដាក់គាត់ជាមួយនឹងធីតាថែមទៀតផងការចំអន់ក៏ដូចជាការលើកបណ្ដាក់របស់អ្នកភូមិចំពោះរូបគាត់ជាមួយនឹងធីតាបែបនោះធ្វើឲ្យគាត់បោះឡានចាក់ចេញពីភូមិរបស់ធីតាទាំងចិត្តអួលអាករឿងរ៉ាវដែលពុកម៉ែបងប្អូនកំពុងតែតាមដានស្ដាប់ក៏បានឈានមកដល់ទីបញ្ចប់សូមអធិស្ឋានបើមានកំហុសខុសឆ្គងត្រង់ប្រការណាមួយជួបគ្នានៅវីដេអូបន្តទៀតសូមអរគុណ